fans. Pose for the pose for the pose for the fans. Pose for the pose for the pose for the fans. For the fans. សួរនឹងសួស្តីអ្នកនរគ្នាចឹងថ្ងៃនេះពួកខ្ញុំមកចែកម្លែកពីបទពិសោធន៍និងពី tip ហើយនឹងជាកន្លឹះតិចតួចទៅលើការប្រឡងអញ្ចឹងមុនដំបូងក៏អបអរសាទរដល់បងទាំង3នាក់ដែលប្រឡងធ្វើបានល្អហើយទទួលនីតិល្អដែរអញ្ចឹងឥឡូវយើងមកនិយាយពីខ្លួនឯងបន្តិចហើយបងទៅមុន ខ្ញុំឈ្មោះគុកដៃនោះជាសាស្ត្រឯកវិទ្យាបាននិតិអាលំដាប់បន្ទុក100ចុចលំដាប់លេខរៀងទី1នៅក្នុងប្រទេសកម្ពុជាយើងនោះចូល ប្រទេសកម្ពុជាយើងតោះតើបង តែអ្នកនរ គឺថាដើមវិញ ជាសិស្សថ្នាក់ទី12អាហើយអ្នកយ៉ាងក្នុងខេត្តបាត់ដំបងហើយក៏ជាបេក្ខជនបាក់ឌុបមួយរូបឆ្នាំ2025ដែលទទួលបាននិទេស A លេខ2ទូទាំងប្រទេសផងដែរ សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះគូណារិមជាសិស្សថ្នាក់ទី12ចនៅវិទ្យាល័យហ៊ុនសែនវត្តស្វាយនៅខេត្តសៀមរាបហើយជាសិស្សលំដាប់ថ្នាក់លេខ3ទូទាំងប្រទេសផងដែរ សួស្តីបងអញ្ចឹងខ្ញុំឈ្មោះស៊ីមឆៃលីជាសិស្ស 12A នៃសាលារដ្ឋាភិបាល Westland នៅក្រុងតាខ្មៅទទួលបានលំដាប់បន្ទុក 99.9 ហើយ 99 លេខ3ទូទាំងប្រទេសឬគឺលេខ3ផ្ទួនស្ទួនហ្នឹងទៅអញ្ចឹងដំបូងខ្ញុំចង់ដឹងថាតើពេលយើងចាប់ផ្ដើមពីទី12ដំបូងហ្នឹងតើយើងត្រៀមខ្លួនមិនខ្លះមានថាយើងត្រៀមខ្លួនយក A ឬក៏មិនខ្លះត្រៀមខ្លួនជាការពារឲ្យយើងស្ដាប់សិស្សច្បងជំនាន់មុនអញ្ចឹងតែបងណាទៅមុនអីបង មិនដល់ធ្វើនឹងមានអ្នកមើលអត់ផងតែពេលខ្ញុំចុះទី2ដំបូងខ្ញុំក៏ភ័យដូចគ្នាដែរគឺខ្ញុំភ័យខ្លាចបាន A ហើយក៏ស្ដាប់សិស្សច្បងមើល TikTok ហើយចូលទៅ Telegram វិញចូលចង់ទាំងអស់ហើយឲ្យតាក្រុមណាមានវិញ្ញាសាក្រុមណាអីចឹងខ្ញុំចូលទាំងអស់ហើយបើចំពោះសភៅវិញគឺខ្ញុំអត់សូវទិញតាមគេដោយសារពេលហ្នឹងគឺអត់មានលុយទិញចឹងទៅបានមើលតាម Telegram ហើយពេលដំបូងហ្នឹងក៏អត់មានគម្រោងថាយក A លំដាប់ខ្ពស់ដែរទៅបងអត់តែបានអីដោយសារពេលហ្នឹងភ័យដែរឃើញសិស្សច្បងគាត់ថាវិញ្ញាសាបាក់អញ្ចឹងក៏យើងភ័យដែរអញ្ចឹងទៅក៏ត្រៀមខ្លួនមកតិចតួចតែត្រៀមខ្លួនខ្លាំងអាពេលដែលពាក់កណ្ដាលឆ្នាំអញ្ចឹងប៉ុណ្ណឹងហើយបងណាទៅម្ដងទៀត ឆ្នាំទី12ចូលថ្នាក់ទី12ដំបូងនោះអត់ចង់អានត្រៀមប្រឡងមុខនោះផងដោយសារសោះប្រឡងសិប្បកម្មដែរអញ្ចឹងដើមឆ្នាំនោះគឺទៅវាមានក៏ធ្វើតែសិប្បកម្មអញ្ចឹងហើយរហូតដល់ក្នុងខែ1ខែ2ចឹងទៅបានចាប់ដើមត្រៀមថ្នាក់ទី12វិញប៉ុន្តែអាពេលដើមឆ្នាំនោះវាយើងខំរៀនហើយវាមានឧបសគ្គផ្សេងៗមករៀនយើងទៀតវាមានកត្តាផ្សេងៗតែយើងដឹងទៅគ្នាថាសម្រាប់ខ្ញុំក៏គឺរបៀបខ្ញុំរបៀបមានបញ្ហាមិត្តភាពមួយមិត្តភក្តិចិត្តស្និទ្ធអញ្ចឹងទៅខ្ញុំពិបាកទឹករបៀបមានបាក់ទឹកចិត្តតាំងពីដើមឆ្នាំមកហើយមួយថ្ងៃនេះក៏ប្រសើរដែរចាត់ដែរប៉ុន្តែយើងរៀនរបៀបអញ្ចឹងរហូតនៅសល់2ខែមុនប្រឡងបាក់ឌុបបានឈប់ចែករឿងហ្នឹងហើយមិនចាប់ផ្ដើមរៀនមែនតើប៉ុន្តែការដើមឆ្នាំហ្នឹងមុនចូលទី12ហ្នឹងគឺរបៀបមានទៅទិញសៀវភៅនៅបណ្ណាគារដើមច្រើនហើយមានអត់សូវវាអត់សូវរៀនគួរតាមអនឡាញទេនិយាយរួមគឺអត់រៀនគួរតាមអនឡាញដូចចេះក៏ដោយមានតែរៀនគួរនៅតាមរបៀបរៀនគួរមួយគ្រូបន្ទប់ថ្នាក់យើងហ្នឹងហើយបន្ទាប់មកព្យាយាមរកលំហាត់ផ្សេងៗនៅខាងក្រៅហ្នឹងមកធ្វើផ្សេងៗវាយើងព្យាយាមធ្វើការថាដែលខ្លួនឯងបន្ថែមលើតេស្តចឹងទៅបានវាយើងស្គាល់លំហាត់បានច្រើនហើយធ្វើឲ្យយើងមានភាពងាយស្រួលនៅពេលដែលយើងដាក់គ្រូបញ្យល់មានវាបានច្រើនចូលណារៀនហើយនៅនៅក្រៅ សម្រាប់ខ្ញុំវិញគឺពេលដែលដឹងខ្លួនឯងថាចូលទី12ប៉ុបហ្នឹងគឺចាប់ផ្ដើមរកគ្រូដើម្បីរៀនមុខវិជ្ជាដែលត្រូវប្រឡងហ្នឹងហើយពេលហ្នឹងគឺផ្ដោតយកចិត្តទុកដាក់ខ្លាំងមែនតើដោយសារតែយើងដឹងថាការប្រឡងបាក់ឌុបហ្នឹងវាពេលហ្នឹងគឺរៀងខើចខ្លីដែរព្រោះអីក្រសួងគាត់ចាប់ផ្ដើមដាក់ប្រឡងខែ8វិញពេលហ្នឹងនាំគ្នាផ្អើលឆល់ឡហើយភ័យអញ្ចឹងទៅក៏ត្រូវតែដាក់ចិត្តខំរៀនតាំងពីដើមឆ្នាំហើយអត់ដែលប្រឡែងដៃទេទោះបីជារៀនហ្នឹងមានអារម្មណ៍ថាខ្ជិលក៏ទុកពេលឲ្យខ្លួនឯងសម្រាប់បានមកផ្លេតហើយក៏បន្តរៀននិយាយទៅព្យាយាមលើកទឹកចិត្តខ្លួនឯងច្រើនហើយនឹងហើយរៀនខ្លួនឯង
ស្វ័យសិក្សាខ្លួនឯងផងហើយរៀនជាមួយលោកគ្រូអ្នកគ្រូផង yes អូយចាប់លឿនមកយកដឹងនិយាយអី បើយើងវិញការប្រឡងដល់ចូលទី12ដើមឆ្នាំហ្នឹងអត់ដឹងគិតអីទេទៅរៀនចាទៅអង្គេតែពេលហ្នឹងវាប្រហែលយើងខំរៀនហ្នឹងណាខំទៅរៀនអញ្ចឹងទៅសក់មុនម៉ោងមានណារៀនបានតែប្រហែលប្រហែលពីខែទៅយឺតដដែលតែពេលយើងរៀនទៅអត់មានអីទេយើងរៀនធម្មតាតែមួយថ្ងៃហ្នឹងយើងរៀនច្រើនម៉ោងដែរយើងរៀនពេលមុនហ្នឹងអត់ទាន់រៀនរាល់ទៅយើងទៅរៀនព្រឹកផងថ្ងៃផងអញ្ចឹងហើយបើពាក់កណ្ដាលឆ្នាំវិញខ្ជិលទៅបណ្ដោយពេលយើងវ៉ាកងចូលឆ្នាំហើយពួកដើរលេងពេកហើយបន្ទាប់មកដូចសភៅអីក៏អត់សូវបានមើលប៉ុន្មានដែរសារយើងរៀនគួរច្រើនជាងទៅយើងរៀនគួរបន្តមួយគ្រូផងយើងរៀនមកភ័ក្រផងហើយយើងរៀននៅផ្ទះខ្លួនឯងទៅយើងអត់សូវផ្ដោតលើសភៅច្រើនទេហើយប៉ុណ្ណឹងហើយ ចឹងឥឡូវចំពោះមុខវិជ្ជាម្ដងខ្ញុំចង់ឲ្យបងនិយាយទៅលើមុខវិជ្ជាអាចថាខ្មែរមុនចុះឥឡូវនិយាយទៅលើភាសាខ្មែរមុនហើយបងណាចាប់តាមអី សម្រាប់មុខវិជ្ជាភាសាខ្មែរតាំងពីដើមឆ្នាំមកគឺមិនអត់ចូលធ្វើសំណេរតាំងដើមឆ្នាំមកឧទាហរណ៍ថាស្អែកគ្រូប្រាប់ថាគាត់តេស្តសំណេរ1ម៉ោងនៅក្នុងថ្នាក់ចឹងហើយដឹងតែបាត់មុខខ្ញុំទៅរៀនហ្មងដឹងកិច្ចរបៀបយើងចូលចេះសំណេរចឹងហើយបើអ្នកគ្រូគាត់ឲ្យដាក់សំណេរធ្វើជាកិច្ចការផ្ទះនៅផ្ទះវិញសំណេរមួយធ្វើ3ទៅ4ម៉ោងមិនខកហើយប៉ុន្តែចាប់តាំងពីពាក់កណ្ដាលឆ្នាំហ្នឹងមកឲ្យខ្លួនឯងធ្លាក់ដក B ចឹងទៅមានចាប់តាមទៅរៀនគួរខ្មែរដោយទៅស្ដាប់គ្រូនិយាយរឿងអក្សរសិល្ប៍មកវិញគាត់សង្ខេបខ្លីៗហើយប្រាប់ពីកម្មវិធីរបស់គ្រូអង្គចឹងរបៀបយើងអត់ធ្វើសម្លេងមែនប៉ុន្តែយើងទៅស្ដាប់រឿងគាត់ហើយយើងទៅរៀនយកកលឹះក្នុងការពិសេសសម្លេងបានល្អពីគាត់ហ្នឹងទៅបានខ្ញុំចាប់ដើមរបៀបអភិវឌ្ឍបន្តិចម្ដងហើយពេលទៅបានខ្ញុំពិសេសសម្លេងពេលប្រឡងនោះបានល្អចុះ3អ្នកទៀតមិនដែរដោយសារខ្ញុំមិនសិបកែខ្មែរអញ្ចឹងខ្មែរមួយគឺអត់ទៅនេះណានេះ អូខេសម្រាប់ខ្ញុំវិញចំពោះមុខវិជ្ជាភាសាខ្មែរគឺជាមុខវិជ្ជាមួយដែលខ្ញុំអាចថាអត់សូវផ្ដោតច្រើនដែរដូចគ្នាយើងចង់ធ្វើមិនក៏ឲ្យសំណេររបស់ខ្លួនឯងហ្នឹងពេលប្រឡងគឺធ្វើបានល្អដែរដោយសារតែយើងយល់ពីរបៀបទៅសេចក្តីហើយយើងរៀនទី11នេះយើងរៀនមកគាត់ដែរទៅដូចរឿងអីភាគច្រើនអញ្ចឹងគាត់សង្ខេបឲ្យយើងស្ដាប់ច្រើនដងដែរហើយដូចរឿងផ្សេងអីយើងបានអានមកច្រើនដែរទៅយើងចេះរឿងអស់ច្រើនហើយដល់ពេលឡើងទី12មករៀនតែផ្សេងដូចខ្មែរអីអត់សូវខ្វល់ប៉ុន្មានទេយើងទៅរៀនមកគាត់អញ្ចឹងមួយខែមួយខែយើងរៀនតែថ្ងៃអាទិត្យទេហើយថ្ងៃអាទិត្យហ្នឹងរៀនសក់4ម៉ោងទៀតរៀនព្រឹកម៉ោង7 9ហើយរៀនពេលល្ងាចម៉ោងប្រហែលនេះបាត់ហើយរៀនមួយថ្ងៃហ្នឹងរៀន4ម៉ោងហើយឡើងចង់ depression រៀនតែ2ម៉ោងផងឡើងចង់ធុញប៉ុន្តែពេលរៀនមួយគាត់ឲ្យយើងសេគាត់បរិញ្ញាយើងឲ្យគាត់បញ្យល់យើងឲ្យមិនយើងសេតាមគាត់ហើយដល់ពេលគាត់បរិញ្ញាយើងសេបានតាន់ត្រឹមតួសេចក្តីហ្នឹងចាប់តួសេចក្តីឲ្យទុកចោលនៅឯងគ្រប់សង្គ្រប់វិធានទាំងអស់ទុកចឹងរហូតប៉ុន្តែយើងយល់បានត្រឹមហ្នឹងហើយអាផ្សេងទៀតយើងចេះយើងដឹងពីកម្រងតែងអស់ហើយទៅយើងសេបានតែប៉ុណ្្នឹងក៏យើងអាចយកវាមកប្រើប្រាស់បានដែរពេលយើងប្រឡងអីយើងទៅមើលវាម្ដងទៀតហើយយើងទៅប្រឡង confident បណ្ដោយអរគុណ ចឹងចំពោះមុខវិជ្ជាខ្មែរមួយខ្ញុំពីដើមឆ្នាំដល់ចុងឆ្នាំគឺអត់មានរៀនគួរទេខ្ញុំស្ដាប់តែ YouTube ទេហើយខ្ញុំមើលតែ YouTube ខ្ញុំស្ដាប់ YouTube ទេហើយបើចំពោះការសេតែសេចក្តីខ្ញុំក៏ដូចបងដែរគឺអត់ហ៊ានចំណាយពេលទាំងសេទេវាអាចថាខាតពេលខ្ញុំក៏អត់ចូលចិត្តសេដែរតែពេលប្រឡងហ្នឹងអាចថាវាសំណាងក៏បានចេញធានស្រួលទៅក៏ធ្វើបានល្អទៅយប់ប៉ុណ្ណឹងហើយចូលទៅលើមុខវិជ្ជាគណិតវិទ្យាវិញដោយសាររូបមន្តក៏ច្រើនមេរៀនក៏ច្រើនដែរចឹងអូខេវាលើវាសម្រាប់មិញតមុខវិជ្ជាភាសាខ្មែរហ្នឹងបើអ្នកដែលគាត់ថាខ្លួនឯងអាចនឹងទៅសេអត់តាន់ពេលប្រឡងហ្នឹងមុនប្រឡងទៅត្រូវរបៀបយើងគាត់ខាត់ដៃខ្លួនឯងឲ្យទៅទេលឿនយើងកំណត់ពេល1ម៉ោង
ធ្វើមិនត្រូវទៅសេសំឡេងឡើងឲ្យចប់អាហ្នឹងគឺជាវិធីដែលខ្ញុំធ្វើតាំងពីដើមឆ្នាំមកដោយថាអ្នកគ្រូខ្ញុំគាត់ពេលឲ្យតែ1ម៉ោងឯងក្នុងការធ្វើសំឡេងទាំងពេលប្រឡងហើយនិងទាំងពេលធ្វើឃើញនៅក្នុងផ្នែកទៅយើងរបៀបយើងស្ទាត់ដៃទៅសេបានលឿនជាងមុនចឹងហើយទៅសេបានច្រើនទំព័រ ឈប់អាហ្នឹងយើងនឹកឃើញដែរពេលយើងទៅប្រឡងបាក់ឌុបហ្នឹងមុនទៅប្រឡងហ្នឹងយើងបែបបាយចាដូចផ្ដើមសេចក្តីហ្នឹងយើងសេម៉ានទីអីចឹងណាហើយទូសេចក្តីតម្លៃឃ្លៀបចាប់ហ្នឹងយើងសេបណ្ណាដល់ពយល់នៃពយល់អីយើងសេម៉ានទីហើយដល់មកទូសេចក្តីយើងដូចពយល់បកស្រាយបកស្រាយប្រធានអីហ្នឹងយើងពយល់កំណត់ពេលវាស្រេចទៅយើងដឹងថាហ្នឹងយើងសេម៉ានទីហើយបញ្ចប់សេចក្តីនិងសរុបហើយនឹងបញ្ចប់ហ្នឹងយើងសេតែ5នាទីឬ6 7នាទីទៅយើងអាផ្សេងទៀតយើងសល់ពេលច្រើនដែរទៅយើងសេបានច្រើនហើយយើងអត់ភ័យទៀត ចឹងកន្លែងវិញខ្ញុំក៏ចង់បន្ថែមដែរគឺល្អដោយសារខ្ញុំហ្មងក៏ខ្ញុំសេដូចគោដែរគឺខ្ញុំកំណត់ថាអូខេតាមសេចក្តីសេតែ15នាទីទេយកប្រធានសេបណ្ណាទៅនៅពេលយើងសេចឹងយើងស្រួលយើងដល់មកហ្នឹងយើងចូលថ្មីហ្មងយើងអត់នៅ30ម៉ោងហ្នឹងណាចុះចំពោះមុខជាឥឡូវនិយាយរូបមុនចុះចឹងចំពោះរូបយើងដឹងហើយមានសំណួរក៏ច្រើនហើយរូបមុនវាក៏ច្រើនហើយរូបមុនវាជារូបតែដឹងវាជា400ជាងទៅដឹងច្រើនតែអាហ្នឹងយើងធ្វើមិនចាំហើយយើងធ្វើមិនយល់ដោយសាររូបក៏វាជាមុខជាមួយដែរបាទដែរឥឡូវបងនៃតាមទៅមុនឥឡូវគេទៅមុនទៅអីទៅមុនទៅអីតែ thì cái đó chuyên môn một đó hết សម្រាប់រូបជារូបវិទ្យានេះខ្ញុំក៏ចិត្តមុខវិជ្ជានេះដែរហើយនិយាយទៅរៀនគឺឆាប់យល់បើសិនជាមុខវិជ្ជាណាអត់យល់ក៏ចំណាយពេលធ្វើលំហាត់នឹងឲ្យបានច្រើនលំហាត់តាមដែលអាចធ្វើទៅបានហើយជំហានដំបូងហ្នឹងគឺស្ដាប់លោកគ្រូអ្នកគ្រូគាត់បញ្យល់មេរៀនបន្ទាប់មកខ្ញុំគាត់ក៏ចែកលំហាត់ឲ្យយើងធ្វើហើយអញ្ចឹងទៅខ្ញុំក៏រៀនធ្វើលំហាត់នឹងមុនលោកគ្រូគាត់កែពេលដែលយើងរៀនធ្វើខ្លួនឯងទៅយើងអាចដឹងថាតើយើងអាចទៅរួចជាមួយលំហាត់នឹងអត់ហើយបើលំហាត់ណាដែលខ្ញុំធ្វើអត់បានធ្វើអត់ចាញ់ក៏ទុកពេលដែលលោកគ្រូគាត់កែឲ្យយើងមើលក៏បានយើងយកមកអនុវត្តខ្លួនឯងបន្ទាប់មកព្យាយាមហាត់សរសេររូបមន្តដែររបៀបថាធ្វើម៉េចឲ្យរូបមន្តហ្នឹងវាមានទម្រង់មិនអីមិនហើយព្យាយាមមើលប្រធានស្រង់សមត្ថកម្មហើយយើងយល់ថាគេចង់បានអីនិយាយទៅរបៀបនៃការដោះស្រាយរូបវាដោយតែមុខវិជ្ជាថាកណិតឬក៏គីមីអីចឹងវាតែងតែមានប្រធានឬមានសមត្ថកម្មហើយយើងត្រូវស្រង់វាយកមកដោះស្រាយអញ្ចឹងធ្វើវាជាប្រចាំទៅយូរទៅវាសឹងតែថាខ្លាយទៅជាទម្លាប់ដែលយើងអាចដោះស្រាយលំហាត់នឹងបាន Yes that's all ហើយចំពោះសំណួររូបវិញគឺខ្ញុំជាប្រចាំតែងតែច្រើនតែមើលពេលចិត្តប្រឡងដូចថាប្រចាំខែអញ្ចឹងគ្រូគាត់ចិត្តប្រឡងគឺយើងមើលមេរៀនហ្នឹងអញ្ចឹងអាការមើលមេរៀនរៈទៅដល់មកដប់ដោយថាយើងនឹងមករំលឹកឡើងវិញអញ្ចឹងទៅគិតថាអ្នកណាក៏អាចធ្វើបានដែរដែលអាចមើលមេរៀនរូបនឹងដោយសារតែខ្ញុំគិតថាសំណួររូបវាអាចថាតិចជាងគេក្នុងចំណោមមេរៀនលំហាត់អីចឹងហើយមេរៀនគីមីរូបជីវៈអីចឹងរូបសំណួរវារៀនតិចហើយបើការចេញប្រឡងវាអត់មានចេញទៅណាក្រៅពីមេរៀនអញ្ចឹងទៅវាអាចថាយើងមើលងាយចំអត់ខុសអញ្ចឹងណា Yes នេះគឺដូចអ្នកស្រីដែលវិធីសាស្ត្រក្នុងការរៀនរូបឲ្យប្រសើរគឺដំបូងគឺយើងពេលគ្រូបញ្យល់ហ្នឹងគឺត្រូវដាក់គាត់បញ្យល់ហើយយើងព្យាយាមរៀនយកពីបាតុភូតនៃលំហាត់ចឹងកាលណាយើងយកបាតុភូតច្បាស់ចឹងទៅយើងជាស្រួលថាប្រធានហ្នឹងគេប្រាប់លំដាប់យើងໄວខ្លះហើយយើងត្រូវដើរតាមរូបមន្តណាហើយដោះស្រាយរបៀបមិនចឹងហើយមួយទៀតទី12ហ្នឹងគឺលំហាត់អត់សំបែហើយលំហាត់ចេញប្លុកបាក់ដុំហ្នឹងក៏វាអត់ទៅជាមានគន្លឹះណាដែរអញ្ចឹងយើងសំខាន់គឺយើងត្រូវចាំរូបមន្តឲ្យខ្លះហើយរូបមន្តហ្នឹងតែដំបូងអាចមកទៅរៀងច្រើនប៉ុន្តែយើងតែម្ដងទៅហើយយើងឧស្សាហ៍យកវាមកធ្វើលំហាត់ឲ្យបានច្រើនហ្នឹងទៅយើងចាប់ដៃខ្លួនឯងហើយចាំរូបមន្តហ្នឹងមកគាត់ទៅឃើញលំហាត់ដឹងថាធ្វើតាមនោះដែរខ្ញុំគាត់ណាធ្វើណារៀនមក
ចំពោះយើងដូចតែគ្នានឹងយ៉ាងថាម៉េចបើថាខុសបើផ្សេងវិញកាលហ្នឹងយើងរៀនពីគ្រូហើយដល់ពេលយើងរៀនមកគ្រូមួយគាត់យើងរៀនមកគាត់តាំងពីពេលគេបាកងសារ៉ាប្រហែលជាខែ9អីហ្នឹងយើងរៀនមកគាត់ទៅរហូតហើយគ្រូមួយទៀតយើងទៅរៀនមកគាត់ពេលយើងបាកងចូលយើងគេបបេសនការចូលរៀនទាំងទៅគ្រូមួយគាត់រៀនមេរៀនទៅមុនហើយដល់ពេលគ្រូមួយទៀតគាត់នៅបរៀនពីដើមឲ្យរៀនមកវិញទៅដល់ពេលយើងរៀនមកកាត់ពីផ្សេងគ្នាវាយើងរៀនអាមុខហើយយើងបានលើកអាក្រោយទៀតណាចឹងទៅយើងមេយើងរៀនដល់មុខក៏យើងនៅចាំមេរៀនក្រោយហើយយើងបានរៀនមកកាត់យើងរំលឹកហើយគាត់បានធ្វើលំហាត់ច្រើនហើយលំហាត់ថ្មីហើយរបៀបដោះស្រាយគ្រូមួយខុសគ្នាទៀតហើយលំហាត់កាត់មានអាពិបាកមានអាស្រួលហើយលំហាត់ច្រើនហ្មងដល់ពេលយើងត្រៀមមកកាត់ទៅយើងបានលំហាត់ច្រើនហើយយើងបានបបិស័តថ្មីច្រើនដែរព្រោះគ្រូគាត់មានតិចនិចខុសគ្នាហើយយើងឆាប់បានក៏ខុសគ្នាដែរហ្នឹងហើយប៉ុណ្្នឹងឯងចឹងចំពោះឲ្យតែពួកគាត់ទាំង3បានចែកម្លែកគឺល្អហើយអីដែលខ្ញុំចង់បន្ថែមនោះគឺរូបទី11វាបាច់ទី12ចឹងទៅចំពោះបងប្អូនដែលគាត់ថាទី11អត់ចេះទី12កុំបោះបង់អីដោយសារទី11មកទី12គឺវាខុសគ្នាឆ្ងាយទី11វារៀងពិបាកជាងទី12ឆ្ងាយចឹងទី12ទោះបីយើងចាប់ផ្ដើមមកវារៀងពិបាកមែនតែវាអីទេវារៀងស្រួលជាងទី11ទាំងរូប9ក៏ដោយវាអត់សូវញ៉ៃញ៉ៃចឹងតែវាអត់ញ៉ៃញ៉ៃដូចទី11បើទី11វារៀងញ៉ៃញ៉ៃច្រើនហើយមួយទៀតចំពោះរូបនៅពេលយើងធ្វើលំហាត់ច្រើនរូបមុនយើងចាំឯងហ្មងទាំងខ្នាតក៏ដោយហើយកុំព្យាយាមមើលងាយលំហាត់អ្នកខ្លះវិញឃើញលំហាត់នឹងពិបាកអញ្ចឹងអត់ធ្វើតែដល់ពេលប្រឡងចេញមកគឺអត់ចេះអញ្ចឹងទោះបីជាយើងបានធ្វើក៏ដោយតែយ៉ាងណាក៏យើងបានមើលម្ដងពីរដងអញ្ចឹងទៅប៉ុណ្ណាចុះបើចំពោះខ្ញុំឃើញសិស្សវាច្រើនអាចថាមុខវិជ្ជាដែលអាចថារៀងទាញជាងគេគឺជីវៈដោយសារដឹងហើយជីវៈសំណួរវាច្រើនហើយទាំងឯកសារទាំងជាពិសេសគឺសភៅហ្នឹងបងសភៅគឺច្រើនសិស្សរាល់ឆ្នាំតែសួរថាបងរៀនភៅណាល្អឬក៏សភៅណាល្អឥឡូវគ្នាយើងចែកម្លែកញ៉ាំតិចទៅលើមុខជាជីវៈមក សម្រាប់មកវិជ្ជាជីវៈឥឡូវមាននិយាយពីលំហាត់មុនលំហាត់ជីវៈថ្នាក់ទី12គឺរបៀបវាស្រៀងគ្នាមួយថ្នាក់ទី11ចឹងបើយើងរៀនថ្នាក់ទី11យើងសាំធ្វើលំហាត់ឲ្យបានច្រើនចឹងទៅពេលយើងឡើងទី12គឺយើងមានភាពងាយស្រួលយើងទៅរៀនគួរធ្វើតែលំហាត់តិចតួចមកទៅដល់ទៅរបៀបយើងចេះឯងបណ្ដាលំហាត់មិនទៅប្រខុសច្រើនដោយគូវិជ្ជាគីមីហើយនឹងចំណុចទេសម្រាប់ចំនួនវិញគឺខ្ញុំឃើញសិស្សប្អូនឥឡូវគេងើបបន្តិចមេរៀនទៅព្រឹកត្រូវអត់គេចឹងអត់ខាងរបៀបវាគិតថារបៀបវាអត់ទៅសំខាន់ណាស់ទេដោយសារដល់ឆ្នាំសិនយើងគួរតផុសលើគណិតគីមីរបៀបគូវិជ្ជាណាដែលគិតថាយើងត្រូវការធ្វើលំហាត់ឲ្យបានច្រើនសម្រាប់សំណួរជីវៈគឺមុនប្រឡងប្រចាំខែបានខ្ញុំមិនទៅវារួមអត់ដែរទិញមុនរាល់ថ្ងៃដូចគេយើងទិញប្រចាំខែរៀងរាល់ខែចឹងទៅរបៀបធ្វើឲ្យយើងចាំបានច្រើនណាហើយពេលដល់ប្រឡងធំមានប្រឡងមកខែចឹងទៅយើងត្រូវទៅរំលឹកភាសាទៀតចឹងទៅគឺយើងចាំឯងក៏ដោយហើយសម្រាប់សភៅជីវៈដែលខ្ញុំទិញនោះគឺខ្ញុំភាគច្រើនគឺខ្ញុំទិញតាម4តែ4ដោយសារ4តែ4ហ្នឹងគឺវាមានសំណួរច្រើនហើយតាមសភៅសិស្សក៏ថាឃើញគេល្បីថាមានសំណួរច្រើនណាស់ត្រូវអត់ប៉ុន្តែទៅវាខ្ញុំអត់ទៅចិត្តស្ពឹងទៅលើសំណាងទេទៅខ្ញុំឃើញឯកសារណាមានសំណួរច្រើនបាទខ្ញុំទៅទិញតាមសភៅហ្នឹងដោយសារខ្ញុំគិតថាមុនប្រឡងមកធ្វើមកយើងត្រូវត្រៀមខ្លួនឯងឲ្យបានស្រាប់ណារបៀបយើងត្រូវចេះគ្រប់សំណួរមកទៅលើសភៅណាដែលគេឧស្សាហ៍ចឹងឬក៏មិនគេយើងវាសំណួរមានមិនយើងត្រូវចាំមកផងអាហ្នឹងគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ ហ្នឹងហើយសម្រាប់មុខវិជ្ជាជីវៈវិញចំពោះខ្ញុំគឺការទី11អត់បានរៀនលំហាត់ ADN ARN ដូចលីណាទេក៏ប៉ុន្តែយើងចាប់ផ្ដើមពីទី12ហ្មងសុទ្ធហ្មងហើយអីដែលខ្ញុំអាចនិយាយបានពីលំហាត់ហ្នឹងគឺដំបូងយើងត្រូវរៀនពីមេរៀន ADN និង ARN ឲ្យយល់សិនពេលដែលយើងរៀនវាយើងយល់ថាតើវាមកពីណាបាតុភូតវាដូចម្ដេចហើយចឹងទៅវាក៏ធ្វើឲ្យអាវិជ្ជាដែលយើងគិតថាយើងគួរតែហ្នឹងវាចាំឯងដែរហើយណាមួយទៀតយើងគួរតែផ្ដោតលើប្រតិលំហាត់ដែលគេឲ្យហើយយើងស្រង់សមត្ថកម្មថាតើគេឲ្យអីបើ
បន្ទាប់មកយើងមើលថាតើសំណួរគេសួររកអីរួចហើយយើងក៏អាចទិញបតិកន្លាគ្នានិយាយទៅវាស្តៀងនឹងរូបគីមីអីផ្សេងដែរដែលធ្វើម៉េចយើងឲ្យយល់ពីប្រធានឲ្យបានច្បាស់ហើយសម្រាប់សំណួរវិញគឺខ្ញុំរៀននៅមានការរៀនបំណផងហើយរៀនរងអញ្ចឹងទៅវាបាន2តង់ដែលជួយឲ្យយើងដូចបានរំលឹកចុះឡើងទៅវាជួយឲ្យយើងចាំនិងយល់បានច្រើនដែរហើយភាគច្រើនគឺខ្ញុំតែងតែចង់ឲ្យខ្លួនឯងហ្នឹងតែងឲ្យជារៀងរាល់ថ្ងៃប៉ុន្តែយ៉ាងណាក៏ពេលខ្លះអត់បានតែងដែរដោយសារតែយើងរៀនច្រើនទៅវាហត់ផងខ្ជិលផងអញ្ចឹងហ្នឹងហើយភាគច្រើនគឺខ្ញុំដូចជាចិត្តប្រឡងក៏តែងដូចលីណាដែរប៉ុន្តែយ៉ាងណាក៏បានមើលមុនប្រឡងខ្លះដែរដូចថាយើងរៀនមួយលោកគ្រូអ្នកគ្រូរ៉ាក់ទៅគឺយើងចេះឲ្យគាត់សួរផងយើងឆ្លើយផងក្នុងថ្នាក់អញ្ចឹងទៅក៏ចាំបានមកកម្រិតដែរហ្នឹងហើយ yes that's all បើចំពោះខ្ញុំវិញមុខវិជ្ជាជីវៈអត់មានអារម្មណ៍ថាពេលរៀនហ្នឹងរៀនពេលទៅរៀនគួររៀនតែគួរដូចទៅរៀនអញ្ចឹងលំហាត់ADN ANM ហ្នឹងវាអត់ខុសគ្នាប៉ុន្មានទេមែនអត់អញ្ចឹងទៅដល់ពេលយើងរៀនហ្នឹងលំហាត់វាស្តៀងគ្នាហើយវាមានຂະຫນាតមានអីក៏វាអត់សូវពិបាកញញ៉ៃដែរតែគ្រាន់ថាតើយើងធ្វើបានយើងចាំអាហ្នឹងមិនអត់រូបមន្តអីហ្នឹងតើយើងធ្វើបានយើងចាំហ្នឹងហើយឲ្យតែយើងធ្វើអាហ្នឹងហើយយើងធ្វើលំហាត់យើងច្រើនដែរគ្រូក៏ដាក់ឲ្យច្រើនណាអញ្ចឹងទៅយើងធ្វើនៅក្នុងថ្នាក់ពេលយើងរៀនគួរផងហើយទៅដល់ផ្ទះលំហាត់សល់ឡើងមួយកណូទៀតយើងធ្វើមួយសាទៀតទៅវាធ្វើឲ្យយើងយល់បានច្រើនជាងមុនហើយយើងអត់សូវបាក់សួរគ្រូអីញញ៉ៃសារលំហាត់ហ្នឹងវាអត់ញញ៉ៃច្រើនហើយបើលំហាត់ហ្នឹងយ៉ាប់ក៏គេអាចចេញបាក់ដប់ដែរហើយបើសំណួរវិញខ្ញុំក៏អត់សូវបានតែងដែរដោយសារយើងមិនមែនអ្នកឧស្សាហ៍អីទេហើយតែងហ្នឹងតើតាប្រឡងមិនតែងដូចគ្នាហើយបើបាក់ដប់វិញណាការចិត្តប្រឡងហ្នឹងឡើង20បកពោះតែងអត់ច្រើនអស់ហើយអាពេលឡើងដូចជាសល់2 3ថ្ងៃមិនតែងហើយអើយឡើង20ហ្មងតែតែងហើយហ្នឹងផិតផាយទៀតតែអីចង់ឲ្យបងប្អូនកុំភ័យវិសាយសិស្សច្បងក៏តែងអត់តាន់ដែរហើយ អញ្ចឹងចំពោះខ្ញុំដូចបងលីណាដែរចំពោះសភៅគឺមើលដូចគ្នាខ្ញុំមើលភៅ444ដោយសារខ្ញុំមើលភៅហ្នឹងវារៀងយល់ហើយសំណួររៀងច្រើនជាងអញ្ចឹងទៅហើយសំណួរមួយវារៀងពាក់គ្នាអញ្ចឹងទៅពេលតែយើងមើលមួយយល់មួយទៀតក៏យើងយល់ដែរអញ្ចឹងទៅចំពោះសំណួរខ្ញុំមើលដូចគាត់ដែរហើយចំពោះលំហាត់គឺដូចគ្នាតែបាទប៉ុណ្ណាចប់គាត់និយាយអស់ហើយចុះហើយបើចំពោះមុខវិជ្ជាឥឡូវនិយាយអង់គ្លេសមិនចុះចំពោះមុខវិជ្ជាអង់គ្លេសបងរៀនមិនដោយសារប្រមកអង់គ្លេសឃើញបានល្អទាំងអស់ទោះបីជាបងនៃថាដូចជាគាត់បាន B ក៏ដោយតែខ្ញុំគិតថា B ហ្នឹងក៏ B ខ្ពស់ដែរបើសិនបើ B ទៀតក៏បន្ទូគាត់អាចច្រើនដែរអញ្ចឹងបងនៃតាក៏អាចថា A ដែរ so yep សម្រាប់អង់គ្លេសគឺជាមុខវិជ្ជាមួយដែលខ្ញុំអត់ដែលរៀនបណ្ដោយថ្នាក់ទី12ហ្នឹងដោយសាររបៀបថ្នាក់ទី12ហ្នឹងមានរៀនចាប់ថ្នាក់អង់គ្លេសនៅថ្នាក់ដូចឆ្នាំភូមិហើយមួយតង់ហើយចុះមកប្រឡងហ្នឹងគឺមានគ្រាន់តែរំលងវិញ្ញាសាឆ្នាំចាស់ចឹងទៅហើយទៅប្រឡងមកដល់ហ្នឹងគឺវាចៃដន្យដែរទាំងមុខខែទាំង grammar ចឹងគឺវាចេញស្តៀងគ្នាហើយទីពីការមកដប់ហ្នឹងគឺចេញស្រួលមែនតើស្រួលហ្នឹង សម្រាប់ខ្ញុំវិញគឺភាសាអង់គ្លេសនេះមួយគឺយើងធ្លាប់រៀនពីសាលាខាងក្រៅបានតាំងពីតូចមកអញ្ចឹងទៅយើងមានឋានគ្រឹះដែលថាពេលទី12យើងអត់សូវបានផ្ដោតទេប៉ុន្តែមិនមែនមានន័យថាយើងអត់បានរៀនសូត្រទេនៅក្នុងថ្នាក់លោកគ្រូគាត់បរៀនហើយដល់ពេលដូចជាតាមខ្ញុំចាំ2ខែមុនបាក់ឌុបគឺខ្ញុំបានចូលរួមរៀនជាមួយនឹងខាងសាលា ACE ដែលគាត់មានអាហារូបករណ៍ឲ្យយើងរៀនអីអញ្ចឹងណាហ្នឹងហើយគាត់បរៀនពីវិញ្ញាសាឆ្នាំចាស់ហើយលំហាត់និងបញ្យល់ពី grammar vocab writing អីជាច្រើនហើយខ្ញុំគឺទទួលបាននៅចំណេះដឹងពីខាងគាត់ច្រើនខ្លាំងមែនតើហើយនឹងបានអនុវត្តវិញ្ញាសាឆ្នាំចាស់មើលច្រើនដែរហើយពេលប្រឡងហ្នឹងគឺគេបានបញ្ចូលនៅវិញ្ញាសាឆ្នាំចាស់ច្រើនអញ្ចឹងទៅឃើញទៅដូចប្រហែលហ្នឹងហើយប៉ុន្តែ plot មួយដែលដោយសារតែយើងអត់សូវចាំ
អូខេចំពោះខ្ញុំវិញអង់គ្លេសនិយាយបានថាគ្រប់មុខទាំងអស់ខ្សែអង់គ្លេសជាងគេប្រឡងរកខែប្រឡងទាំងឆមាសទាំងអីប្រឡងសឹងថារកតែជាប់ម្បានឯងរបៀបពេលប្រឡងហ្នឹងវាយ៉ាប់គេយកវិញ្ញាសាឆ្នាំបាក់ដប់ឆ្នាំចាស់ចាស់វិញ្ញាសាយ៉ាប់មកដាក់ហើយយើងមិនមែនសិស្សបកាអីណាយកអត់សូវចេះយើងរៀនត្រឹម beginner អីហ្នឹងប៉ុន្តែវាផាយើងភ័យថាយើងអត់ចេះទៅពីដើមឆ្នាំដល់ចុងឆ្នាំយើងរៀនរហូតយើងរៀនឡើងចប់ឡើងដល់ខែ7មិនយើងឈប់រៀនអង់គ្លេសហ្នឹងហើយដូចនេត្រាយើងក៏ចូលរៀន ACE នឹងដែរយើងចាប់អាហារូបករណ៍នឹងដែរទៅពេលរៀននឹងល្អមែនតើវាយើងយល់បានច្រើនហើយពេលយើងរៀននឹងយើងចាំវិញ្ញាសាខ្លះចេញមកវាដូចគ្នាទៅយើងចាំបានច្រើនហើយបូកយើងមើលវិញ្ញាសាចាស់ចាស់ហើយយើងមើលវិញ្ញាសាចាស់ចាស់ហ្នឹងបានប្រហែលដូចជា3វិញ្ញាសាប៉ុន្តែវាចាំបាននឹងប្រហែលដូចជា2 3ដែរហើយផ្សេងទៀតយើងពេលខ្លះយើងវិភាគយើងចាធ្វើទៅវាចាត្រូវដែរអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទោះយើងអត់សូវចេះមិនក៏យើងអាចរកអីរៀនបានដែរដូចឆ្នាំនេះអញ្ចឹងសាលា ACE គេផ្ដល់ឱកាសឲ្យយើងច្រើនដែរឡើងប្រហែល1000នាក់អញ្ចឹងទៅយើងមានឱកាសបានចូលរៀនយើងជាឱកាសយើងបានចាប់យកចំណេះដឹងហើយយើងបានអភិវឌ្ឍខ្លួនឯងទៀត ចឹងចំពោះខ្ញុំក៏ដូចបងនេត្រាឲ្យបងដូចបងណារីមដែរខ្ញុំក៏រៀននៅសាលា ASE ដែរតែថាពេលហ្នឹងបងខ្ញុំថារៀនទេខ្ញុំថាដាក់ចោលទៅហើយជាប់ក៏រៀនដែរតែដល់ពេលដែលជាប់ទៅពេលហ្នឹងវាទន្លេហើយណាមួយទៀតខ្ញុំសើចអង់គ្លេសខ្ញុំប្រឡងអង់គ្លេសនៅសាលាខ្ញុំប្រឡងតែជាប់មិនដែរបានទេហើយអង់គ្លេសខ្ញុំប្រឡងវាអាចថាទៅខ្ញុំអន់អង់គ្លេសហ្មងទៅចឹងពេលប្រឡងទៅខ្ញុំគិតថាចេះអាចដែរគឺ A6 មុខហើយអង់គ្លេសហ្នឹង S ឬក៏ E ចឹងទៅតែដល់ពេលហ្នឹងអាចថាវាសំណាងក៏បានដែរបាក់ដប់អង់គ្លេសឆ្នាំហ្នឹងស្រួល reading ខ្ញុំធ្វើតែម្ដងឯងហើយទៅមិនមកវិជ័យគឺមកពីបាក់ដប់ស្រួលហើយមួយទៀតគឺ vocab grammar អីខ្ញុំប្រឡង3ម្ដងមុនប្រឡងបាក់ដប់ចឹងទៅពេលដែលប្រឡងហ្នឹងវា start ចាប៉ុណ្ណឹងចុះចំពោះមុខជាប្រវត្តិវិញបងរៀនមិនឥឡូវខ្ញុំចាប់ដើមទៅប្រវត្តិចំពោះប្រវត្តិប្រឡងចេញពីសំណួរដំបូងណាសោយសបាយជាពិសេសអបសាហ្នឹងហ្មង10បន្ទុក5 10ផ្សារទេសោយសបាយដល់សំណួរទី3ទី4ទី5បែកញើប្រោចាប់ដើមបែកញើចាប់ដើមភ័យដោយសារសំណួរហ្នឹងវាអត់ប្របាយតែវារៀងធំពេកចឹងទៅយកដល់ថាឆ្លើយមិនដើម្បីឲ្យបានបន្ទុកពេញណាចឹងទៅពេលប្រឡងហើយក៏ដោយក៏ខ្ញុំនៅភ័យដែរខ្លាចថាបានអីអត់ហើយបើចំពោះការបន្ទិញវិញគឺខ្ញុំយល់ទី1យល់តួអង្គយល់ព្រឹត្តិការណ៍យល់ហេតុការណ៍ឲ្យចាំថ្ងៃខែចឹងទៅបានយះប្រឡងធ្វើបានល្អចុះចំពោះបងវិញបងណាចាប់ដើមបានអី សម្រាប់មុខវិជ្ជាប្រវត្តិតាំងពីដើមឆ្នាំមកគឺខ្ញុំអត់កាត់មេរៀនប្រវត្តិទេដោយសារលោកគ្រូគាត់ឲ្យជាឯកសារវិញហ៎ចឹងទៅមានពេញតាមតែឯកសារហ្នឹងទៅពេលចិត្តដល់ថ្ងៃប្រឡងបានពេញហើយពេលខ្លះប្រឡងប្រចាំខែអត់ពេញទៀតគាត់សួរសំណួរផ្ទាល់មកអញ្ចឹងគាត់ពេលខ្លះគាត់សួរសំណួរមកចាំអាសំណួរយើងចេះណារបៀបសំណួរហ្នឹងអាចរៀនស្រួលឬក៏ជាសំណួរបើក៏ចិត្តអត់ពេញបណ្ដោយដូចប្រវត្តិឆ្នាំទី12ហ្នឹងគឺឆាចោលប៉ុន្តែប្រឡងធម្មមានហើយប្រឡងមកតេស្តនៅសាលាចឹងទៅគឺខ្ញុំចាប់ដើមទិញមេរៀនតាំងពីដើមឆ្នាំដល់ចុងឆ្នាំហ្មងគ្រប់មេរៀនទាំងអស់គឺខ្ញុំទិញទាំងអស់មានសំណួរមែនខ្ញុំទិញទាំងអស់ចឹងទៅហើយមុនពេលប្រឡងបាក់ដប់ដូចជា2អាទិត្យហ្នឹងគឺខ្ញុំទៅរៀនគួរហ្នឹងគឺរបៀបទៅយកគន្លឹះក្នុងការទិញចំនួនចម្លើយប្រវត្តិហ្នឹងពេលខ្ញុំទៅរៀនគួរប្រវត្តិហ្នឹងគឺលោកគ្រូគាត់ប្រាប់ថាមានចំនួនអីខ្លះចេញហើយដោយចំនួនប្រវត្តិចឹងគឺចំនួនខ្លះគាត់ប្រាប់ទៅលើយើងក្នុងការតែងហើយយើងត្រូវវិធីចម្លើយមកឲ្យបានពិតច្រើនហ្នឹងគឺជាកលឹះរបស់ខ្ញុំផ្ទាល់ទៅរៀនគួរយកកលឹះពីគ្រូ សម្រាប់ខ្ញុំវិញប្រវត្តិក៏ខ្ញុំអត់បានទៅសេជាមេរៀនដែរលោកគ្រូគាត់មានឯកសារដូចណាអញ្ចឹងចឹងទៅខ្ញុំអត់បានអនុវត្តទៅសេទេប៉ុន្តែខ្ញុំក៏មានសភៅឯកសារទាញពីហ្វាល់នៅក្នុង Telegram ដែលសិស្សច្បងក៏បានចែករំលែកហ្នឹងក៏បានយកមកទុកមើលពេលត្រៀមប្រឡងចឹងទៅខ្ញុំក៏បានព្យាយាមបន្ទិញធ្វើម៉េចចែកចេញជា4ដំណាក់កាលដែលដំណាក់កាលទី1ហ្នឹងគឺពេលចិត្តប្រឡងឆមាសទី1ខ្ញុំចាប់ផ្ដើមមើលមេរៀន
ដូចជា5មេរៀនដំបូងដែលយើងបានរៀនចប់ហ្នឹងធ្វើម៉េចឲ្យយើងយល់ឲ្យបានច្រើនឲ្យច្បាស់ពីមេរៀនហ្នឹងអញ្ចឹងហើយធ្វើឲ្យយើងបានចេះមកកម្រិតហើយដល់ពេលឆមាសទី2ក៏ខ្ញុំចាប់ផ្ដើមមើលមេរៀនពីដើមមកវិញហើយបូកថែមជាមួយនឹងជា5មេរៀនបន្ទាប់ដែលយើងបានរៀនហើយហ្នឹងមកតង់ទៀតចឹងទៅយើងតែបានដល់មេរៀនរួចហើយពេលហ្នឹងស្រឡាញ់ខាងខេត្តគាត់មានប្រឡងសារយើងក៏មានឱកាសបានទិញប្រវត្តិមកតង់ទៀតដែលវាដូចជាការរំលឹកមេរៀនទាំងមូលឲ្យយើងចេះពីប្រវត្តិនឹងអញ្ចឹងទៀតដូចជាពាក់កណ្ដាលឆ្នាំបានព្យាយាមធ្វើម៉េចឲ្យខ្លួនឯងនឹងចេះប្រវត្តិចាំប្រវត្តិឲ្យបានច្បាស់ជាងនឹងដោយសារតែគិតថាខ្លួនឯងរៀងស្ទើរនៅឡើយអញ្ចឹងហើយក៏បានព្យាយាមធ្វើម៉េចស្រង់សំណួរពីសភៅដែលខ្ញុំបាន copy ហ្នឹងមកដាក់នៅក្នុងសភៅសេចក្តីខ្លួនឯងវិញហើយមើលតាមនឹងវិញទៅវាក៏ជួយឲ្យយើងចាំជាងមុនដែរដោយសារតែយើងទៅសេដោយខ្លួនឯងផ្ទាល់ដល់ពេលចិត្តប្រឡងបាក់ឌុបហ្នឹងនិយាយទៅដោយសារតែមិត្តភក្តិខ្ញុំដែរគាត់ក៏បានជួយចែកម្លែកនៅសំណួរចម្លើយប្រវត្តិវិទ្យាទៅក៏ជួយគ្នាមើលមេរៀនធ្វើម៉េចក៏ចេះបានច្រើនជាងមុនចឹងទៅហ្នឹងហើយចំពោះខ្ញុំប្រវត្តិអញនិយាយបានថាយើងអត់សូវបានរៀនច្រើននៅក្នុងថ្នាក់ដោយសារគ្រូគាត់មានបញ្ហាអីចឹងទៅយើងអត់សូវបានរៀនបាត់អីប៉ុន្តែរកខែអត់សូវបានមើលអីដោយសារនិយាយរួមទៅវាបានមិត្តភក្តិខ្ញុំដែរគាត់មាននិយាយសារអញ្ចឹងទៅគាត់ចែកគ្នាអញ្ចឹងទៅយើងយកទៅ copy ជាกระดาษហើយយើងមើលទាំងអស់គ្នាហើយនិយាយសារហ្នឹងមើលចឹងថាប្រឡងអីក៏មើលអាហ្នឹងដែរប្រឡងខែប្រឡងឆមាសមើលតែกระดาษហ្នឹងឯងហើយកระดาษហ្នឹងមានតែនិយាយសារចាស់ចាស់ប្រហែលជា2014ដល់2024ហ្នឹងហើយប៉ុន្តែវាមានគ្រប់ទាំងអស់ហើយវាមកល្មមហើយយើងពេលយើងទៅអាហ្នឹងទៅពេលយើងប្រឡងខែយើងទៅអាហ្នឹងពេលយើងប្រឡងឆមាសយើងទៅអាហ្នឹងរហូតទៅយើងអាក្បាលមកមុខនោះយើងចាំអស់ហើយអញ្ចឹងអាក្រោយហ្នឹងយើងទិញតាមមកជុំពីរជុំទៀតយើងចាំបានហើយយើងងាយស្រួលយើងប្រឡងបាក់ឌុបហើយប៉ុន្តែគ្រាន់ថាប្រវត្តិហ្នឹងវាដូចខ្ញុំអញ្ចឹងពេលហ្នឹងវាមានសភៅមួយទៀតដល់ពេលយើងមើលពីទៅវាអាសំណួរខ្លះវាញញ៉ៃចូលគ្នាវាខុសគ្នាវាឆ្លើយខុសគ្នាតែវាស្រដៀងគ្នាអញ្ចឹងទៅមើលផាជាពី3ខែមុនបាក់ឌុបហ្នឹងវាញញ៉ៃវាយើងច្រឡំសំណួរពេញហ្នឹងហើយមុតភ័ក្រយើងមកសួរវល់ពេញហ្នឹងទៅយើងពិបាកចាំចឹងមានថាបើសិនជាអ្នកសិស្សប្អូនអីមើលវិញ្ញាសាសំណួរអីហ្នឹងគួរតែមើលតែមួយឲ្យច្បាស់ទៅយើងដឹងអាណាដឹងសភៅណាល្អមើលអាហ្នឹងតែមួយច្បាស់ទៅកុំឲ្យវាញញ៉ៃហើយខាត់ពេលវេលាយើងច្រើនដែរអូខេអញ្ចឹងខ្ញុំឃើញបងចែកម្លែកល្អហើយហ្នឹងក៏ជាអីដែលខ្ញុំបានរៀនខ្លួនឯងបន្តដែរចុះចំពោះមុខវិជ្ជាគីមីវិទ្យាវិញដោយសារឆ្នាំហ្នឹងចេញផ្លែកពីរាល់ឆ្នាំយកហ្មងគឺចេញតែ4រម៉ាំងឯងអញ្ចឹងចេញតែ4រម៉ាំងទោះបីយើងបកកែឬក៏អត់បកកែក៏ដោយតែយើងធ្វើខុសមួយតែចូល B យ៉ាងហ្មងហើយ4រម៉ាំងហ្នឹងក៏វាមានពិបាកខ្លះដែរអញ្ចឹងទៅចង់ឲ្យបងចែកម្លែកទៅលើមុខវិជ្ជាគីមីថាយើងរៀនមិនដោយសារមេរៀនក៏ច្រើនហើយគីមីគាត់គេថាបាក់ទៅយ៉ាងហ្មងអញ្ចឹងដល់បងចែកម្លែកពីមុខវិជ្ជាគីមីសម្រាប់មុខវិជ្ជាគីមីគឺជាមុខវិជ្ជាមួយដែលខ្ញុំធ្វើលំហាត់បានច្រើនជាងគេហើយក៏បានច្រើននិយាយសារដែរដោយសារតាំងពីដើមឆ្នាំមកគឺលោកគ្រូខ្ញុំហ្នឹងគឺគាត់រៀនលឿនខ្លាំងមែនតើមុនថ្មីទី1គាត់រៀនសាក់មេរៀនអស់លឿនតែគិតចឹងទៅតែលោកវាដល់ពេលដែលគាត់រៀនសាក់មេរៀនលឿនចឹងទៅហើយខ្ញុំក៏ជាសិស្សម្នាក់ដែលចូលចិត្តរៀនលឿនដែរចឹងសម្រាប់ខ្ញុំគឺខ្ញុំអាចចាប់ទាន់មេរៀនចឹងចឹងទៅនៅពេលដែលយើងរៀនមេរៀនចាប់លឿនគឺយើងមានពេលធ្វើលំហាត់បានច្រើនហើយក៏ធ្វើនិយាយសារបានច្រើនដែរហើយពីនេះវិទ្យាក្នុងមួយថ្ងៃចុះគឺខ្ញុំធ្វើបានច្រើនលំហាត់ដែរហើយពេលនៅសល់តាំងពីពាក់កណ្ដាលឆ្នាំមកហ្នឹងគឺក្នុងមួយអាទិត្យខ្ញុំធ្វើគីមីបាន20វិញ្ញាសាអីដោយសារគ្រូគាត់ដាក់វិញ្ញាសាច្រើនពេលខ្លះមានថ្ងៃមួយគឺខ្ញុំអត់ទៅរៀនពីមកពេលហ្នឹងខ្ញុំអត់បានទៅរៀនទៅគាត់ដាក់ឲ្យខ្ញុំ13វិញ្ញាសាមួយអាទិត្យយកអញ្ចឹងបាត់ហ្នឹងគឺខ្ញុំត្រូវធ្វើ13វិញ្ញាសាឲ្យគាត់ហើយក្រៅពី13វិញ្ញាសាហ្នឹងក៏ខ្ញុំរបៀបខ្ញុំព្យាយាម
រៀនយកឯកសារបន្ថែមពី Facebook ហើយក៏ពីក្រុម Telegram អីចឹងណាចឹងទៅធ្វើឲ្យវិញ្ញាសាដែលចេញកន្លងទៅបាក់ដប់ហ្នឹងគឺសិតតែរំហាត់យើងធ្លាប់ជួបពីមុនទាំងអស់ទាំងរំហាត់នៅរោងណាំងទី4និងរោងណាំងទី5ហ្នឹងក៏ខ្ញុំធ្លាប់ធ្វើហើយមិនថាដែរនិយាយរួមគឺរបៀបខ្ញុំគិតថាទីនេះអឺមានភាពងាយស្រួលវាអត់សូវពិបាកហ្មងទេបើយើងឧស្សាហ៍ខ្លួនឯងហ្នឹងឲ្យធ្វើលំហាត់បានច្រើនហើយចំពោះរូបមន្តគីមីសរីរាង្គហ្នឹងគឺសម្រាប់អ្នកដែលគាត់គិតថាមានភាពពិបាកក្នុងការចាំចឹងគឺយើងត្រូវចេះតែងសៀវភៅ notebook មួយណាហើយបន្តមកយើងរបៀបយើងសង្ខេបរូបមន្តគីមីមកបើយើងអត់ចេះពីរបៀបនៃការសង្ខេបរូបមន្តគីមីទេគឺរបៀបយើងអាចទៅសុំពីសិស្សច្បងឬក៏អ្នកដែលគេបានសង្ខេបចឹងណាហើយយើងសុំពីគាត់មកតាមមកយើងយកមកមើលហើយយើងតែងជាប្រចាំទៅពេលចិត្តកន្លងទៅគឺយើងយកវាមករំលឹកភាសាទៅគឺយើងចាំហើយដូចគុំឲ្យការគីមីអីជាដើមហើយសម្រាប់សំណួរគីមីវិញខ្ញុំគិតថាអត់ច្រើនទេវាអាចសង្ស័យមានរឿងស្រួលតែជារូបវិទ្យាទៀតអញ្ចឹងមកពេលកន្លងគឺយើងគ្រាន់តែយកមករំលឹកលេងៗទៅគឺយើងចាំហើយគីមីក៏អត់ទៅជាសំណួរដែរ សម្រាប់បទពិសោធន៍ខ្ញុំរៀនគីមីវិញគឺដោយតែមុខវិជ្ជាផ្សេងផ្សេងអញ្ចឹងដែលយើងត្រូវស្ដាប់លោកគ្រូអ្នកគ្រូហើយយើងចេះ note នៅគន្លឹះសំខាន់បន្ទាប់មករៀនស្វ័យសិក្សាខ្លួនឯងនៅផ្ទះបន្ថែមឬក៏នៅតាណាក៏បានដែរឲ្យតែយើងទនេឬក៏ចង់រៀនឬក៏រៀនចូលអីអញ្ចឹងហើយបន្ទាប់មកគឺខ្ញុំនិយាយទៅដូចជាពេលប្រឡងឆមាសទី2ហើយអីបានរៀនមេរៀនចប់បន្ទាប់មកអ្នកគ្រូក៏គាត់ចាប់ផ្ដើមឲ្យធ្វើវិញ្ញាសាអញ្ចឹងទៅខ្ញុំក៏ព្យាយាមធ្វើតាមគាត់ជាបដារហូតដល់ចិត្តប្រឡងហើយណាមួយទៀតគឺមុខវិជ្ជានេះខ្ញុំស្រឡាញ់វាខ្លាំងហើយការបង្សាក់គឺធ្វើបានល្អអីអញ្ចឹងទៅពេលកន្លងចិត្តក្នុងការរៀនជាមួយនេះហើយចំពោះសំណួរវិញដោយសារតែខ្ញុំយល់មេរៀនអញ្ចឹងទៅបើពេលបន្តិចគឺឆាប់ចាំតែអត់អីទេអឺហ្នឹងហើយដល់ពេលការប្រឡងបាក់ឌុបហ្នឹងដូចជារ៉ូម៉ាំងទី3យើងត្រូវដែលថាប្លែកអាហ្នឹងអាហ្នឹងគឺខ្ញុំធ្វើហ្នឹងតាមការយល់ទេប៉ុន្តែចេញមករៀងត្រូវដែរអញ្ចឹងហើយក៏រំភើបមកតង់ហ្នឹងឯង Yes ណានេះមែន អើយគីមីអឺអត់ដឹងនិយាយថាម៉េចប៉ុន្តែអាពេលរៀនដើមឆ្នាំហ្នឹងភ័យណាយើងចូលរៀនក្រោយគេដែរទៅអត់សូវយល់មេរៀនទេតែដល់ពេលយើងរៀនយូរទៅជាអត់អីវិញវាអត់មានអីច្រើនក្រៅពីវាថាយើងទៅរៀនរាល់ថ្ងៃទៅយើងធ្វើលំហាត់ឲ្យយើងទិញរូបមន្តអីច្រើនដែរណាមួយយើងយកបាតុភូតអីវាទាំងគួរសមទៅយើងអាចធ្វើលំហាត់អីបានហើយអឺយើងអាចមើលលំហាត់ផ្សេងនៅក្រៅនឹងបានច្រើនទៀតហើយដូចពេលឆមាសទី1អីហើយអញ្ចឹងយើងរៀនក្នុងថ្នាក់នៅសាលារដ្ឋយើងគាត់បរៀនចាប់មេរៀនដែរគាត់បរៀនរឿងដែរហើយនៅសាលាគូក៏ចប់ដល់ពេលអញ្ចឹងទៅគ្រូតែមួយអញ្ចឹងគាត់យកវិញ្ញាសាផ្សេងមកដាក់ឲ្យយើងរៀននៅក្នុងថ្នាក់ហើយដល់ពេលយើងទៅរៀនគោមួយគាត់យើងរៀនវិញ្ញាសាអីផ្សេងទៀតអញ្ចឹងទៅយើងរៀនបានពីរតង់ហើយយើងយើងរៀនគ្រូមួយគ្រូយើងនៅក្រៅមួយទៀតទៅយើងរៀនបានដល់3តង់អញ្ចឹងយើងរៀនបានលំហាត់អីច្រើនដែរអស់ហើយ សម្រាប់របៀបញ៉ាំថាទៅកាន់បងប្អូនសិស្សថ្នាក់ទី11បើយើងចង់ឲ្យថ្នាក់ទី12យើងមានភាពងាយស្រួលយើងត្រូវខំធ្វើលំហាត់គីមីកម្មពីថ្នាក់ទី11ឲ្យហើយដោយសារខ្ញុំឃើញថាលំហាត់ថ្នាក់ទី11ខ្លះគឺរបៀបវាទី12ខ្លះថ្នាក់ដែរត្រូវចឹងថ្នាក់ទី11ហ្នឹងដូចឧទាហរណ៍ថាយើងរៀនចាក់មេរៀនទី1ការខ្ញុំស្គាល់តែខ្ញុំរៀនចាក់មេរៀនទី1ព្រាមលោកគ្រូក៏ដាក់លំហាត់ឡើង90ដូចជា90ទៅ100លំហាត់មកធ្វើចឹងបើគឺអ្នកគ្រូរបស់យើងអត់បានដាក់លំហាត់ទេយើងត្រូវចេះទៅរកលំហាត់ខ្លួនឯងយកមកធ្វើយកប៉ុណ្ណា អញ្ចឹងចំពោះតែពួកគាត់ចែកម្ដេចគឺអស់ឲ្យខ្ញុំនិយាយគាត់ថាអីខ្ញុំចង់និយាយគឺទី1គឺស្គាល់ឈ្មោះ
ជាគីមីស្គាល់ប្រឡងហើយចេះឆ្លងសម័យកាលដោយសារសិស្សខ្លះវិញចេះធ្វើលំហាត់បាក់តិចបីហាដូចអញ្ចឹងទៅធ្វើអាបាក់ចេះវាដូចជាពិសេសគឺគីមីសរីរាង្គសិស្សខ្លះចេះតែដល់ទៅពេលខ្លះគេអត់ដាក់រំបុនឲ្យយើងឯងគេដាក់ឈ្មោះឲ្យយើងវិញអញ្ចឹងការចេះឈ្មោះវាពិតជាសំខាន់បើសិនបើយើងអត់ចេះឈ្មោះទេហើយធ្វើគីមីកណ្ដោគោមកធ្វើពីអាធំពេកដែរជាងធ្វើពីអាទូចចាំតែអាធំទៅដោយសារសិស្សខ្លះឃើញហាត់ស្រួលពេកក៏អត់ធ្វើដែរឃើញអាបាពេកក៏ធ្វើដែរអញ្ចឹងធ្វើអាណាដែលខ្លួនឯងគិតថាខ្លួនឯងចេះហើយវាល្មមដោយសារឃើញអាស្រួលពេកក៏មើលងាយឃើញអាបាពេកក៏គិតថាខ្លួនឯងធ្វើបានអត់ចេញមកដប់ក៏អត់ធ្វើដែរអញ្ចឹងព្យាយាមធ្វើពីអាទូចទៅអាធំទៅហើយកត់ឈ្មោះស្គាល់ប្រឡងហើយចេះត្រង់សម័យកាលច្បាស់ហើយយើងមានគ្រឹះទីទួចទៅបានហើយចុះមុខវិជ្ជាធំគេមុខវិជ្ជាគឺគណិតវិទ្យាចឹងចំពោះគណិតវិទ្យាមួយដឹងហើយប្រឡងចេញច្រើនប្របាបអនុគមហើយចឹងច្រើនចឹងទៅអញ្ចឹងអាចថាយើងបានចែកពេលវេលារៀនមិនហើយខ្ញុំឃើញអាចថាលោកគ្រូអ្នកគ្រូមួយចំនួនគាត់បរៀនថ្នាក់ប្របាបផ្សេងថ្នាក់អង្គតេក្រាផ្សេងថ្នាក់អនុគមផ្សេងចុះអីដែលយើងធ្លាប់រៀនណាយើងរៀនមិនដែរយើងរៀនថ្នាក់ផ្សេងគ្នាឬក៏យើងរៀនតែមួយតែរៀនទាំងអស់ហ្មង សម្រាប់នេះគឺមេរៀនតែមួយទេប៉ុន្តែការមេរៀនថ្នាក់ទី11ហ្នឹងគឺដោយសារមេចង់ប្រឡងសិក្សាគណិតចឹងតើមេបានទៅរៀនគួរថ្នាក់ទី12មុនមួយឆ្នាំហើយចឹងមេថាមេបានរៀនថ្នាក់ទី12ហ្នឹងបាន2ឆ្នាំចឹងយើងអាចថាយើងមានប្រៀបជាងអ្នកផ្សេងចឹងណាហើយក្រៅវិជ្ជាហ្នឹងគឺអាចថាជាមុខវិជ្ជាពិបាកមួយសម្រាប់សិស្សមួយចំនួនធំគឺគាត់គិតថាគណិតពិបាកយកបន្ទុកហើយយើងដឹងថាសម្រាប់ឆាកវិទ្យាសាស្ត្របន្ទុកគណិតវិទ្យាគឺសំខាន់ខ្លាំងណាស់បើយើងបានបន្ទុកគណិតទៀតនោះបន្ទុករបស់យើងហ្នឹងក៏វាធ្លាក់ចុះក្រោមតាមណាស់ហើយអត់ចឹងដំបូងមេរៀនទី12ដំបូងហ្នឹងពេលយើងចូលទៅដល់គឺយើងរៀនមេរៀនកុំភ្លេចនៅពេលដែលយើងរៀនមេរៀនកុំភ្លេចចាប់យើងគឺយើងត្រូវចេះស្វែងរកលំហាត់មកធ្វើខ្លួនឯងយើងមិនចាំពឹងលើគ្រូពេកទេដោយសារថ្នាក់ទី12គឺជាពេលវេលាមួយដែលពួកយើងហ្នឹងត្រូវតែចេះខំលើខ្លួនឯងទៅវាអត់មានអ្នកគេអាចអូសទាញយើងបានទេបើយើងអត់ខំប្រឹងខ្លួនឯងហើយអឺមួយវិញទៀតគឺអាចអឺពេលទី12ភ្លាមហ្នឹងគឺខ្ញុំគិតថាលំហាត់ដែលខ្ញុំអត់ចេះណាអាការដំបូងហ្នឹងគឺលំហាត់អង្គក្រាដោយសារពេលហ្នឹងគឺលោកគ្រូគាត់អត់ទាន់រៀនដល់ទេប៉ុន្តែខ្ញុំទៅរៀនខ្លួនឯងមុនចឹងទៅនៅពេលដែលខ្ញុំរៀនខ្លួនឯងមុនគឺខ្ញុំគិតថាអាលំហាត់នេះមិនច្រើនមែនហើយវាមានរូបមន្តច្រើនបានតែហើយអត់នឹងធ្វើរបៀបណាចឹងណាចឹងអាពេលហ្នឹងគឺជាពេលដែលខ្ញុំរៀនពីលំហាត់អង្គក្រាហ្នឹងខ្លួនឯងទៅក៏ខ្ញុំចាប់បានទៅហើយ50%ហើយនៅពេលដែលលោកគ្រូបរៀនដល់មេរៀនហ្នឹងទៅគឺខ្ញុំចាប់បានច្រើនហើយខ្ញុំព្យាយាមទៅរៀនលំហាត់បន្ថែមជាពិសេសនោះគឺខ្ញុំឃើញថានៅក្នុងឆ្នាំ2025ហ្នឹងគឺគេបានចេញលំហាត់អង្គក្រាត្រីកោណមាត្រត្រូវយ៉ាចូលអាលំហាត់អង្គក្រាត្រីកោណមាត្រហ្នឹងគឺខ្ញុំគិតថាលំហាត់ហ្នឹងអាចមានសិស្សមួយចំនួនផងរបៀបគាត់មើលរំលងគិតថាឆ្នាំមុនអត់ដែរចេញផងចឹងឆ្នាំហ្នឹងក៏អត់ចេញដែរអញ្ចឹងទៅអាចធ្វើឲ្យគាត់បាត់បន្ទុកកន្លែងហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យសិស្សប្អូនទាំងអស់គ្នាគឺជាខ្ញុំរៀនលំហាត់ឲ្យបានគ្រប់ទម្រង់ហើយជាពិសេសនោះគឺអង្គក្រាត្រីកោណមាត្រឯងអាចថាវាពិបាកដំបូងប៉ុន្តែនៅពេលដែលយើងស្គាល់រូបមន្តត្រីកោណមាត្រអស់ហើយយើងរៀនយកលំហាត់ហ្នឹងមកធ្វើទៅគឺយើងនឹងស្គាល់ពីគន្លឹះនៃការដោះស្រាយលំហាត់អង្គក្រាត្រីកោណមាត្រហ្នឹងហើយគឺវាអត់សូវដាក់ណាទេហើយសម្រាប់ខ្សែកោងវិញគឺយើងរៀនពីគ្រូគឺយើងរៀនបានស្ទើរថាដោយសារពេលវេលារៀននៅក្នុងថ្នាក់រៀនហើយនឹងរៀនគួរនោះគឺវាអត់សូវមានច្រើនទេអញ្ចឹងយើងត្រូវចេះរកលំហាត់មកធ្វើខ្លួនឯងលំហាត់ខ្សែកោងគឺយើងអាចទៅមើលបាននៅតាមឯកសារផ្សេងៗដែលគេផុសនៅក្នុងក្រុម Telegram ហ្នឹងយើងមើលឲ្យអស់មកទៅបើយើងអត់សូវមានពេលធ្វើយើងអង្គុយមើលតាមពីដើមដល់ចប់អាហ្នឹងគឺជាវិធីសាស្ត្រក្នុងការរៀនរបស់ខ្ញុំផ្ទាល់ហើយយើងត្រូវចេះស្ដាប់ចំណាំគន្លឹះតូចៗដែលវាសំខាន់ណាដូចលំហាត់ខ្សែកោងគឺដូចមានសំណួរមួយគេឲ្យយើងចូលបកស្រាយចូលបកស្រាយចូលបកស្រាយចម្លើយ limit នេះតាមក្រាបអញ្ចឹងអាហ្នឹងគឺយើងត្រូវតែមើលចាំនេះហើយចាំខ្ញុំសែនកន្លែងហ្នឹងជារៀនមុននៅដោយសាររៀងរវល់បន្តិចហើយ
ចំពោះកណិតបើតាមខ្ញុំរៀនដោយសារខ្ញុំអត់បានរៀនមុនមួយឆ្នាំដូចលីណាប៉ុន្តែនៅពេលដូចជាខែ7ខែ8អីហ្នឹងខ្ញុំចាប់ផ្ដើមរៀនអនុគមហ្នឹងពាក់កណ្ដាលឆ្នាំទី11ដែរទៅពេលយើងរៀនទៅយើងឡើងទី12មកយើងចាក់អនុគមបានច្រើនអញ្ចឹងទៅយើងអនុគមហ្នឹងគាត់ថាយើងយល់អានឹងបានច្រើនហើយទៅយើងផ្ដោតលើអាផ្សេងទៀតបានច្រើនដែរដូចខ្ញុំរៀនដល់ពេលខ្ញុំរៀនអញ្ចឹងយើងរៀនបែងចែកគ្នាច្រើនដែរដល់ពេលយើងរៀនអឺនៅក្នុងនោះមានបេក្ខនិតយើងរៀនបេក្ខនិតផ្សេងនៅពេលធននិមិត្តបែងចែកទៅម៉ោងផ្សេងហើយយើងរៀនផ្សេងម៉ោងគ្នាហើយនៅមានម៉ោងអនុគមឲ្យផ្សេងទៀតដល់ពេលអញ្ចឹងទៅយើងវាអាចស្រួលម្យ៉ាងដែរដោយសារថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងយើងរៀនបេក្ខនិតធម្មតាហើយពេលសៅរ៍អាទិត្យបានយើងរៀនពួកធននិមិត្តអនុគមអីផ្សេងបន្ថែមទៀតហើយដូចខ្ញុំរៀនអញ្ចឹងខ្ញុំរៀនធ្វើលំហាត់អីចឹងច្រើនដែរហើយដូចរូបមន្តអីហ្នឹងអត់សូវចាំទេប៉ុន្តែយើងព្យាយាមចាំហើយយើងធ្វើលំហាត់យូរទៅយើងចាំរូបមន្តនឹងឯងទៅបណ្ដោយហើយបើដូចអាលំហាត់ចុងក្រោយគេក្នុងពេលយើងប្រឡងបាក់ឌុបហ្នឹងលំហាត់ដូចលីណានិយាយមុនហ្នឹងលំហាត់ហ្នឹងតាមពិតមុនហ្នឹងគ្រូខ្ញុំក៏ធ្លាប់បរៀនដែរប៉ុន្តែវាផាយើងខួរក្បាលយើងវាអត់សូវចាំដែរអញ្ចឹងទៅវាភ្លេចបាត់អស់ហើយប៉ុន្តែពេលប្រឡងហ្នឹងអត់ដឹងមិនផាយើងអង្គុយតែអាសេទៅដល់ពេលយើងសอบរៀនទៅយើងឯងនឹងនឹកឃើញបានតិចទៅយើងសេគេអាចចេញមកត្រូវដែរអើយកាលហ្នឹងនឹកឃើញសប្បាយចិត្តហ្មងនិយាយរួមទៅឲ្យតែយើងធ្វើសពធ្វើដល់ពេលយើងយកទៅធ្វើម្ដងទៀតទោះយើងអត់ចាំមិនក៏យើងអាចធ្វើបានណាចាអរគុណសម្រាប់ខ្ញុំវិញគណិតវិទ្យាហ្នឹងគឺចូលចិត្តរៀនតាំងពីថ្នាក់ក្រោមមកមានន័យថាយើងមានមូលដ្ឋានគ្រឹះស្រាប់ចឹងហើយមានន័យថាគណិតវិទ្យាគឺសំខាន់យើងត្រូវមានមូលដ្ឋានគ្រឹះដែលខ្ញុំបើគិតថាសម្រាប់ទី12ហ្មងគឺចាប់ផ្ដើមពីទី10គឺយើងរៀនរូបមន្តត្រីកោណមាត្រឡូហ្គារីតអីផ្សេងហ្នឹងឲ្យហើយហ្មងគឺខ្ញុំរៀនបំពន់បន្ថែមអញ្ចឹងណាហើយគឺlimit derivate complex អីហ្នឹងក៏យើងបានលួចរៀនខ្លះដែរមុនទី12អញ្ចឹងទៅពេលដែលយើងចូលដល់ទី12ហ្មងវាអាចជួយសម្រាប់ទុកថាយើងចេះបានច្រើនហើយអញ្ចឹងវាអត់សូវមានការបារម្ភទេប៉ុន្តែក៏នៅមានមេមួយចំនួនដែលខ្ញុំអត់បានរៀនអញ្ចឹងទៅក៏នៅពិបាកជួបតែនៅបញ្ហាថាដោះស្រាយលំហាត់ចេញឬក៏អីជាដើមប៉ុន្តែយើងក៏នៅតែព្យាយាមអនុវត្តលំហាត់ជាប្រចាំឲ្យបានច្រើនទៅយូរទៅគឺយើងមានចេះទៅលើលំហាត់ហ្នឹងហើយសម្រាប់មុខវិជ្ជាគណិតនេះមួយគឺមានអីទៅក្រៅពីការអនុវត្តជាប្រចាំនិងការយល់ការចេះបំលែងផ្សេងទៅលើលំហាត់នីមួយចឹងបើសម្រាប់ខ្ញុំកណិតខ្ញុំឆ្លាញ់ជាងគេមកមុខជាទាំងអស់ហើយក៏ជាអីដែលខ្ញុំរំពឹងថាខ្ញុំនឹងបានអេទៅលើកណិតដែរដោយសារខ្ញុំខ្ញុំធ្លាប់ចូលប្រឡងទៅបកកាយដែរតែខ្ញុំបានរៀនធៀងខ្ញុំរៀនតែតាម YouTube ទេចឹងទៅពេលដែលខ្ញុំប្រឡងធ្លាក់ខ្ញុំគេថាចេះដោយសារហ្នឹងមកពីយើងរៀនចឹងអីដែលយើងរៀនគឺបាក់ឌុបយើងខំប្រឹងធ្វើឲ្យបានល្អទៅគឺយកអេឲ្យបានចឹងទៅចំពោះកណិតមួយខ្ញុំទទួលស្គាល់ថាវាច្រើនមែនហើយចំពោះរ៉ូម៉ានដែលខ្ញុំគិតថាបាជាងគេគឺប្រូបាគិតថាបាជាងគេហ្មងចំពោះប្រូបាបើសិនបើចេញដូចរាល់ឆ្នាំដូចជាចេញមិនសមស្រួលទេតែបើសិនបើជាចេញចម្លាស់ខ្ញុំគិតថាបាក់យកមកដោយសារអានេះយើងត្រូវយកបាត់ទៅធ្វើយើងត្រូវចេះស្មារតីហើយបើចំពោះការធ្វើលំហាត់ខ្ញុំគិតថារូបមន្តច្រើនមែនតែយើងធ្វើរាល់ថ្ងៃធ្វើឲ្យបានច្រើនដងទៅខ្ញុំគិតថាយើងនឹងចាំខ្លួនឯងចាំឯងមកឲ្យបើអនុគមខ្ញុំគិតថាឆ្នាំហ្នឹងវាចេញប្លែកមែនតែបើសួរថាបាក់អត់គឺអត់បាក់ទេបើយើងត្រឡប់ធ្វើដែលប្លែកខ្ញុំគិតថាប្រឡងចេញប្លែកមិនក៏យើងអត់សូវភ័យដែរតែដោយសារសិស្សខ្លះអាចថាយើងមិនវាតម្លៃឬក៏អីគាត់ថាសិស្សមួយចំនួនធ្វើតែមានសារចាំចាស់ឬក៏ធ្វើថាអនុគមណាដែលគិតថាគេចេញអាណាដែលគិតថាគេអត់ចេញអត់ធ្វើហ្មងចឹងទៅទៅពេលដែលគេចេញមកពិបាកគិតថាក្រសួងហ្នឹងដល់តែដាក់ឡានបានចេញមានសារពិបាកឬក៏អីចឹងទៅហើយមួយទៀតខ្ញុំឃើញដូចជាឆ្នាំហ្នឹងមានសារកាន់តែបាក់ទៅអីចឹងសិស្សកុំមើលម្លងអាមហាត់បាយារៀនធ្វើខ្លះទៅប៉ុណ្ណឹងទៅ that's all បងតែឥឡូវយើងមុខជាទាំង7យើងចប់ហើយឥឡូវបងចង់ឡើងបញ្ចេញអីទៅលើមុខជាមួយទៀតយ៉ា
មានគិតថាមានអឺគ្រីមួយយូរនិយាយមកយូរនិយាយថាកុំសើមកខុសលើនិយាយថាខាងចាស់ច្រើនពេកអាហ្នឹងមែនដោយសារខ្ញុំឃើញមិត្តភក្តិខ្ញុំច្រើនណាស់គាត់មើលដល់និយាយថាខាងចាស់ពេកអញ្ចឹងទៅតែប្រឡងគាត់គិតថាមិននិយាយថាខាងហ្នឹងចេញប្របាក់មែនទាំងដែលរបៀបវាមិនប្របាក់ខ្លាំងវាមកល្មមវាមានអាស្រួលផងវាមានអាបាក់មកល្មមផងអញ្ចឹងណាសម្រាប់ខ្ញុំគាត់បើយើងចង់ចេះគណិតវិទ្យាឲ្យច្បាស់ចឹងអឺ ខ្ញុំចូលចិត្តទិញសៀវភៅអញ្ចឹងសៀវភៅនីមួយៗគឺខ្ញុំមានទាំងអស់ទាំងមេរៀន complex មេរៀន limit derivative មេរៀនអាសៀវភៅប្រូបាផ្នែកខ្សែកោហ្នឹងក៏ខ្ញុំមានទាំងអស់ដែរអញ្ចឹងបើសិស្សប្អូនណាដែលគាត់មានលទ្ធភាពអញ្ចឹងគាត់អាចទៅទិញសៀវភៅតាមមេរៀននីមួយៗហ្នឹងហើយចាប់មកយើងជារួមគឺយើងរៀនខ្លួនឯងបណ្ណាយើងកុំពឹងលើគ្រូគឺយើងត្រូវពឹងលើខ្លួនឯងដូចថាកាលពី12ហ្នឹងគឺខ្ញុំឆ្លៃសិក្សាច្រើនណាស់ហើយមកទៅចឹងពេលខ្លះខ្ញុំអត់សូវបានទៅរៀនទេខ្ញុំចូលចិត្តទៅរៀននៅផ្ទះហ៎តែក៏អត់គួរយកគម្រោងការដែរព្រោះខ្លាចអឺវាអាស្រ័យទៅលើមនុស្សម្នាក់ៗណាយើងចាប់អត់បានចឹងចឹងចំពោះការរៀនជាមួយគ្រូយើងខ្ញុំយល់ស្របដោយសារសម្រាប់ខ្ញុំហ្មងខ្ញុំរៀនមេរៀនវាថារៀនអាគ្រឹះខ្ញុំរៀនមួយគ្រូតែពេលខ្ញុំធ្វើវិទ្យាសាស្ត្រខ្ញុំអត់ត្រូវទៅរៀនទេចឹងទៅបានគាត់ថាខ្ញុំហ្មងខ្ញុំរៀននៅផ្ទះខ្ញុំរៀនចូលជាងបងទៅរៀននៅកាហ្វេឬក៏រៀននៅសាលាlikeរៀននៅ like នៅច្រើនខ្ញុំរៀនចូលទេខ្ញុំរៀននៅផ្ទះម្នាក់ឯងអង្គុយនៅបន្ទប់បាទខ្ញុំរៀនចូលតែបើថាទៅរៀន like នៅច្រើនជាពិសេសគឺនៅកាហ្វេហ្មងគឺខ្ញុំដាក់ចូលចឹងហ្មងហើយខ្ញុំចង់សួរបន្ថែមទៀតដូចថាតើយើងរៀនរាល់យប់ហ្នឹងយើងរៀនអាចថារយៈពេលប្រហែលម៉ោងហើយមួយទៀតគឺដល់ម៉ោងប្រហែលគេថាម៉ោងប្រហែលដែលយើងចូលគេហ្នឹងទៅបើមីវិញអឺមីរៀនគួរពីម៉ោង5ដល់ម៉ោង7អញ្ចឹងម៉ោង7ជាងអីតិចបានមកដល់ផ្ទះហើយមកដល់ផ្ទះភ្លាមគឺមីអត់រៀនភ្លាមទេដោយសារបើយើងរៀនខ្វក់24ម៉ោងហ្មងយើងមិនស្ត្រេសហើយអត់ចឹងយើងត្រូវចេះដល់ពេលវេលាខ្លួនឯងខ្លះគឺរបៀបសម្រាប់មីគឺមីជិះមើលរឿងភាគស៊ីដ្រាម៉ា K ដ្រាម៉ាអីហ្នឹងហ៎ចឹងមីមើលហើយក្នុងចន្លោះពីម៉ោង7ដល់ម៉ោង9គឺមីមើលសុទ្ធតែដោយអត់រៀនទេអត់កាន់សៀវភៅទៀតហើយដល់ម៉ោង9มันមីចាប់ផ្ដើមរៀនពេលខ្លះអាចចូលដល់9កន្លះ10អីมันមីរៀនប៉ុន្តែនៅពេលដែលមីរៀនហ្នឹងគឺមីរៀនបានច្រើនដោយសារមីរៀនចាប់ពីម៉ោងអាចថាតុង9ហ្នឹងរហូតដល់ម៉ោង2ម៉ោង3យប់ទៀតពេលខ្លះបើដឹកគ្រូដាក់អាសាញ់មួយថ្ងៃហ្នឹងចឹងគាត់ទៅធ្វើឲ្យមកទឹកទេប៉ុន្តែមីចង់បញ្ចប់ថ្ងៃហ្នឹងបណ្ដោយមីអាចធ្វើដល់ម៉ោង4ភ្លឺក៏ថាមានដែរចឹងតែរៀនហើយឡើងទៅត្រូវ សម្រាប់ខ្ញុំវិញក៏ដូចលីណាដែរគឺពេលដែលយើងរៀនពីសាលាមកហើយយប់ឡើងខ្ញុំអត់រៀនភ្លាមទេគឺទុកចន្លោះពេលឲ្យខ្លួនឯងនឹងបានសម្រាកខួរក្បាលខ្លះមើលអីកំសាន្តខ្លះញ៉ាំអីតិចតួចអីចឹងទៅហើយជាប្រចាំខ្ញុំបានតែដើមរៀនដូចជាពេលភាគច្រើនហ្មងគឺពីម៉ោង8ទៅម៉ោង9បន្ទាប់មកទុកចន្លោះពេលប្រហែលជា1ម៉ោងទៅ2ម៉ោងបានចាប់ផ្ដើមរៀនមួយតង់ទៀតហើយម៉ោង12បានចូលគេង yes បើខ្ញុំវិញសារពេលទី12ហ្នឹងខ្ញុំនៅរៀនអង់គ្លេសអញ្ចឹងទៅអង់គ្លេសខ្ញុំរៀនដូចជាម៉ោង7 15 8 15អញ្ចឹងទៅតម៉ោង8កន្លះមកដល់ផ្ទះដល់ពេលដល់ផ្ទះហ្នឹងនៅញ៉ាំបាយមួយទឹកមួយអីហើយនៅលេងទូរស័ព្ទទៀតជួនកាលអង្គុយលេងទូរស័ព្ទដល់យូរដល់ម៉ោង10កន្លះអីក៏មានដែរហើយបានចូលទៅកាន់សភៅសេមេរៀនបានប្រហែលជា1ម៉ោង1ម៉ោងកន្លះជួនកាលអាសាទៅធ្វើបាន2 3ម៉ោងនេះទៅប៉ុន្តែភាគច្រើនដូចជាត្រឹមម៉ោង12អស់ហើយម៉ោង12នេះយើងនៅមើលទូរស័ព្ទតប៉ុន្តែពេលខ្លះយើងហត់យើងសារៈមុននឹងទៀតសារៈមុននឹងហើយយើងអត់សូវបានទូរស័ព្ទដែរដោយសារពេលយើងរៀនហ្នឹងពេលព្រឹកពេលថ្ងៃអីក៏អត់សូវបានលេងទូរស័ព្ទអីដែរលេងតែពេលយប់បន្តិចហ្នឹងឯងអើចឹងសម្រាប់ខ្ញុំខ្ញុំរៀនពីពួកគាត់ដែរគឺខ្ញុំរៀនមានថាពេលដែលចេញពីរៀនគួរមកផ្ទះហ្នឹងវាអាចថាចន្លោះម៉ោង6 7ហ្នឹងខ្ញុំអត់ធ្វើអីទេទៅដឹងតែលេងហ្គេមទេទីពីរហ្នឹងខ្ញុំនៅលេងហ្គេមឡើយទៅអាចថាញៀនហ្គេមក៏បានដែរដឹងតែមួយថ្ងៃដឹងតែបានលេងហ្គេមខ្ញុំហ្មងតែសម្រាប់ខ្ញុំហ្មងខ្ញុំពេលដែលលេងគឺខ្ញុំលេងពេលខ្ញុំរៀនគឺខ្ញុំរៀនអញ្ចឹងពេលដែលខ្ញុំរៀនអាចថាខ្ញុំរៀនពីចន្លោះពីម៉ោង8ដល់ម៉ោង11ឬក៏ពីម៉ោង9ដល់ម៉ោង12អញ្ចឹងទៅគាត់ថាខ្ញុំគេងយូរបំផុតថាម៉ោង12ដោយសារប៉ិតខ្ញុំអត់ត្រឡប់គេងម៉ោងយូរផងពីទី11ខ្ញុំគេងដល់ម៉ោង10អីហ្នឹងតែដល់ទី12យើងត្រូវកែប្រែត្រឡប់ដោយសារយើងខ្លាចបរាជ័យនោះហើយពេលខ្លះហត់ពេលខ្លះអីចង់សម្រាប់ដែរតែយើងចេះខ្លាចបរាជ័យទៅបានយើង
ចេះខំប្រឹងទៅហើយយ៉ាអាហ្នឹងហើយមួយទៀតគឺខ្ញុំចង់សួរបងប្អូនថាបទពិសោធន៍អាហ្នឹងខ្ញុំផ្ទាល់ពេលខ្ញុំទី12កំឡុងខែ5 6 7វារៀង stress ទៅវាទៅ stress ហ្មងដោយសារអារម្មណ៍តិចយើងចង់ give up ហើយមួយទៀតគឺវាហត់ដែរអញ្ចឹងទៅចង់សួរថាបងប្អូនបញ្ហា stress ហើយយើងដោះស្រាយមិនចឹងអាហ្នឹងយ៉ា រឿងបាក់ទឹកចិត្តហ្នឹងគឺវាជារឿងធម្មតាហើយខុសសាសនាទី12ហ្នឹងដូចខ្ញុំតចង់ពេលខ្ញុំប្រឡងខ្ញុំចាំកាលហ្នឹងដូចជាប្រឡងឆមាសទូកណិតខ្ញុំដូចជាបាន121ខ្វះតែ4បន្ទុកទៀតពេញឯងប៉ុន្តែខ្ញុំដេកយប់ហ្នឹងដោយសាររបៀបខ្ញុំចង់ឲ្យខ្លួនឯងបានបន្ទុក perfect បណ្ដោយណាចឹងអាហ្នឹងវាធ្វើឲ្យយើងងាយឆាប់បាក់ទឹកចិត្តប៉ុន្តែចំណុចហ្នឹងគឺយើងអវាយើងបាក់ទឹកចិត្តមែនយើងតែដែលយើងបានបន្ទុកទៅតាមអ្វីដែលយើងចង់បានប៉ុន្តែក្នុងកំឡុងពេលហ្នឹងដែរគឺខ្ញុំយកអាចំណុចដែលខ្ញុំខ្វះខាតហ្នឹងមកអភិវឌ្ឍរបៀបយើងត្រូវមើលទៅលើចំណុចណាដែលយើងខ្វះខាតហើយយើងយកអាហ្នឹងឯងធ្វើជា motivation ដែលធ្វើឲ្យយើងហ្នឹងខំរៀនជាងមុនទៀតហើយចាប់ពីពេលដែលខ្ញុំបានបន្ទុក121ហ្នឹងមកគឺខ្ញុំដាក់កំហិតខ្លួនឯងបណ្ដោយថាក្នុងមួយថ្ងៃខ្ញុំត្រូវធ្វើឲ្យបាន2វិញ្ញាសាធ្វើទៅវិញ្ញាសាគណិតហើយនិងវិញ្ញាសាគីមីជីវៈចា៎ហើយសម្រាប់ក្នុងកំឡុងឆ្នាំទី12ហ្នឹងណាបើសិស្សប្អូនមានរឿងបាក់ទឹកចិត្តរឿងអីផ្សេងណាយើងសេតចោលអូខេរបៀបយើងមានសិទ្ធិក្នុងការសេតរឿងផ្សេងប៉ុន្តែយើងក៏អត់ត្រូវបដៅខ្លួនរបៀបយើងសេតប៉ុន្តែយើងត្រូវរៀនសម្រាប់ខ្ញុំផ្ទាល់មុនប្រឡងពេលខ្លះមិនតែមិនរៀនតែទឹកភ្នែកសេតរឿងមិត្តភក្តិអីចឹងណាសនេះយ៉ាសបងអាចយកខ្ញុំជាបទពិសោធន៍មែនរបៀបចេះយើងសេតណាប៉ុន្តែយើងត្រូវប្រកាន់នូវគោលចំហខ្លួនឯងថាក្នុងឆ្នាំទី12ហ្នឹងយើងចង់បានអីគេយើងចង់បានអីទេអ្វីហើយបើយើងបដៅខ្លួនតាមដែលយើងចឹងទៅវាចឹងឲ្យទោះថាបើប្រឡងបាក់ដប់ហ្នឹងយើងបាននិទេស B ឬក៏យើងបាននិទេសក្រុមហ្នឹងទៀតណាតើយើងនឹងមានអារម្មណ៍មិនយើងស្ដាយក្រោយដែលយើងអត់ខំឆ្នាំទី12ហ្នឹងយ៉ាអញ្ចឹងកុំឲ្យរបៀបកុំដោយសារតែកត្តាខាងក្រៅឬក៏បញ្ហាផ្សេងៗដែលធ្វើឲ្យយើងបាក់ទឹកចិត្តហ្នឹងធ្វើឲ្យប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់យើង អូខេចំពោះបញ្ហា stress នេះមួយគឺអ្នកណាក៏អាចនឹងជួបដែរពេលខ្លះទៅតាក់ទងនឹងការដោះស្រាយលំហាត់ចេញពេលខ្លះដោយសារតែតែមេរៀនអត់ចូលឬក៏ប្រឡងឲ្យធ្វើអត់បានល្អឬក៏ធ្វើបានល្អហើយខុសពីការរំពឹងទុកអញ្ចឹងចំពោះបញ្ហាទាំងអស់នេះគឺខ្ញុំភាគច្រើនតែងតែព្យាយាមចែកម្លែកប្រាប់ទៅកាន់មនុស្សជិតស្និទ្ធហើយបន្ទាប់មកក៏គាត់ធ្វើការលើកទឹកចិត្តយើងជាបន្តបន្ទាប់ចឹងទៅហើយខ្ញុំខ្លួនឯងនេះក៏អញ្ចឹងដែរគឺព្យាយាមធ្វើម៉េចលើកទឹកចិត្តខ្លួនឯងហើយប្រាប់ខ្លួនឯងថាឲ្យយកកំហុសទាំងអស់ហ្នឹងជាកម្លាំងចិត្តដើម្បីជំរុញយើងនឹងឲ្យកាន់តែខ្លាំងបន្ថែមទៀតហើយអឺការរៀនយើងព្យាយាមធ្វើម៉េចឲ្យមានមិត្តភ័ក្តិដែលគាត់មានគោលដៅរួមដូចគ្នាអញ្ចឹងហើយពេលដែលយើងបាក់ទឹកចិត្តឬក៏មានយើងអាចចែករំលែកឬក៏លើកទឹកចិត្តគ្នាទៅវិញទៅមកពេលយើងឃើញមិត្តភ័ក្តិយើងខំគឺយើងខំតាមគ្នាចឹងឯងហ្នឹងហើយចំពោះខ្ញុំពេលពេលយើងរៀនដើមឆ្នាំអីហ្នឹងអត់សូវមានការបាក់ទឹកចិត្តអីច្រើនទេយល់ទៅដើមឆ្នាំគិតតែមួយមិនគិតថាយើងចូលជាសាហ្នឹងទៅរួចទាំងអស់ទេប៉ុណ្្នឹងហើយហើយបន្ទាប់មកយើងរៀនទៅបដ ாய் ហ្នឹងហើយតោះតែពេលប្រហែលជាចិត្តបាក់ដប់ចុងឆ្នាំអីដែរទៅវាផាកបញ្ហាអីក៏មានណាវាផាយើងឈឺផងយើងអត់លុយទិញសភៅទិញអីបងគួរបងអីញ៉ៃញ៉ៃហើយនៅរឿងពីយើងយើងធ្វើលំហាត់ដូចមុខវិជ្ជាគណិតរូបគីមីអីហ្នឹងយើងធ្វើបានហើយណាប៉ុន្តែនៅអាមុខវិជ្ជាបន្តិចដូចជីវប្រវត្តិតែពីរហ្នឹងឯងយើង stress ចង់ depression វាផាយើងអត់ទៅបានបន្តិចអស់ហើយយើងភ័យផងអីផងហើយវា
យើងភ័យដល់ពេលយើងភ័យទៅយើងពិបាកទិញមេរៀនណាអញ្ចឹងទៅយើងត្រូវប្រាប់ខ្លួនឯងថាយើងចិត្តដល់ថ្ងៃយើងមិនបាច់ភ័យពេកទេអញ្ចឹងពេលតនេព្រឹកឡើងហើយអញ្ចឹងយើងទៅទិញមេរៀននៅវឌ្ឍនៈកន្លែងហ្នឹងកន្លែងគេមានអានសភៅមានអីហើយវាស្ងាត់ល្អហ្នឹងហើយទៅទិញនៅហ្នឹងទៅយើងទៅមើលមិត្តភក្តិយើងទៅវាយើងទិញនៅហ្នឹងអីឆាប់ចាំដែរសារយើងអត់មានអីមករំខានញញ៉ៃហើយយើងអារម្មណ៍ល្អវាមានដើមឈើមានអីទៅយើងទិញវារៀបបានឆាប់ចូលវិញទៅបញ្ហាក៏វាអត់តាមហ្នឹងដែរហើយដូចបញ្ហាដូចពេលយើងរៀនច្រើនពេកអីចឹងអាហ្នឹងវាបើសិនជាដូចខ្ញុំអញ្ចឹងខ្ញុំចូលចិត្តវាផ្សាបើជារៀងអីចឹងណាទៅដល់ពេលយើង stress ស្ដាប់បើជារឿងទៅយើងបាត់អានឹងបាត់ទៅយើងធ្វើលំហាត់អីមេរៀនតធម្មតាវិញប៉ុណ្ណឹងឯង ចឹងបើចំពោះការ stress ខ្ញុំទី12ហ្នឹងពេលដើមឆ្នាំអត់ stress ពេលដើមឆ្នាំសប្បាយតែទៅលេងកីឡាមានពេលវេលាដើរលេងហើយលេងហ្គេមនេះធម្មតាចឹងតែដល់ពេលដល់ពាក់កណ្ដាលឆ្នាំយើងចាប់ដើម like ខាត់ចោលខ្លះដោយសារយើងគិតថាបើមិនបើយើងនៅតែបដ ாய் ខ្លួនឯងចឹងអាចនឹងទៅពេលនិយាយមែនតើខ្ញុំអត់រំពឹងថាខ្ញុំនឹងដល់ A ខ្ពស់ចឹងឯងខ្ញុំគិតថាមកតែមក A បានដោយសារយើងដឹងហើយ A វាពិបាកយកដែរយើងផ្លោតតែបន្តិចគឺយើងចូល B ហើយអញ្ចឹងទៅខ្ញុំគិតថាអាចបដ ாய் បានទេហើយពេលដែលខ្ញុំ stress ពេលបាក់ចិត្តខ្ញុំតែប្រាប់មនុស្សដែលខ្ញុំចិត្តស្និទ្ធជាងគេមកដោយសារទី1បើសិនបើយើងចេះតែប្រាប់គេយើងខ្លាចទី1យើងអាចគេ judge គេមើលងាយយើងគេហើយជាពិសេសទទួលស្គាល់ទី2ហ្នឹងខ្ញុំក៏មានបញ្ហារឿងពួកម៉ាក់នៅសាលាដែរអញ្ចឹងទៅវាពេលទៅរៀនវាប៉ះពាល់អារម្មណ៍ខ្លាំងទៅហើយចំពោះការ stress គឺតែតែមានដោយសាររសជាតិជីវិតយើងខ្ញុំមកចូលចិត្តអង្គុយរៀនអង្គុយទិញមេរៀននេះខ្ញុំចូលចិត្តមើល TikTok លេងហ្គេមមួយពួកម៉ាហើយចំណាយពេលវេលានិយាយរឿងក្នុងចិត្តអីចឹងទៅឲ្យអង្គុយរៀនវាមានអត្ថថាវាបាត់បង់រសជាតិជីវិតណាតែយើងចេះតែភ័យខ្លួនឯងថាបើអត់រៀនឥឡូវទេប្រយ័ត្នបាត់ដូរផលិតផលចេញមកស្ដាយក្រោយចឹងទៅអញ្ចឹងខំរៀនអាចថាមួយឆ្នាំចុះវាពិបាកផងយំផងអីផងចឹងទៅតែផលិតផលជោគជ័យរបស់យើងគឺគេឈ្មោះយើងវាអស់មួយជីវិតចឹងទៅនិយាយឲ្យខ្ញុំដូចបងណារីមដែរពេលដែល stress ចឹងខ្ញុំស្ដាប់ចម្រៀងចម្រៀងដូចវាដូចផ្នែកមួយនៃជីវិតខ្ញុំចឹងមួយទឹករៀនទៅជាពិសេសរៀនហ្នឹងហ្មងរៀនខ្ញុំគឺអត់មានចម្រៀងអត់កើតទេហ្មងរៀនតោះតែស្ដាប់ចម្រៀងហើយអីចឹងទៅខ្ញុំតែស្ដាប់ចម្រៀងវាផ្នែកមួយដែលជំរុញខ្ញុំអាចថាវាជាកម្លាំងចិត្តមួយដ៏ធំចុះហើយយ៉ាបងបានចែកម្លែកច្រើនទៅលើការរៀនជាពិសេសមុខជាមួយហើយបញ្ហាចង់សួរថាតើយើងត្រៀមខ្លួនមិនទៅលើអាមុនប្រឡងអាមុនប្រឡងមួយខែអញ្ចឹងយើងត្រៀមខ្លួនមិនយើងរៀបចំសុខភាពយើងរៀបចំការភិរៀនដោយសារអ្នកខ្លះខ្ញុំឃើញដូរការភិរៀនទាំងអស់ហ្មងអញ្ចឹងទៅហើយបើអ្នកខ្លះវិញតោះតែ3ខែចុងក្រោយបានចាប់ដើមទិញមេរៀនអញ្ចឹងទៅអញ្ចឹងចង់ថាតើបងនីមួយរៀបចំការភិរៀនមិនអីចឹងទៅ នៅផ្ទាល់តាំងពីដើមឆ្នាំមកមានអ្នករៀនតាមសាមគ្គីមានរៀនតាមអារម្មណ៍យើងគិតថាយើងខ្សែមកវិជ្ជាណាគឺយើងហ្វូខសលើផ្សំមុខវិជ្ជានឹងចឹងហើយរហូតដល់មួយខែចុងក្រោយមកដាក់ដុកហ្នឹងបានដឹងចាប់ដើមធ្វើវិញ្ញាសាតមកទឹកដំបងឯងហើយនៅសល់3អាទិត្យទៀតគឺលំហាត់វិញ្ញាសាហ្នឹងគឺខ្ញុំបោះចោលទាំងអស់ហើយខ្ញុំអត់ធ្វើបណ្ដោយដោយសារខ្ញុំធ្វើវិញ្ញាសាហ្នឹងតាំងពីដើមឆ្នាំមកហើយអញ្ចឹងយើងស្គាល់កន្លឹះអស់ហើយ3អាទិត្យចុងក្រោយហ្នឹងគឺខ្ញុំfokusទៅលើមេរៀនជីវៈហើយនិងប្រវត្តិក្នុងរយៈពេល3អាទិត្យហ្នឹងគឺខ្ញុំទិញមេរៀនប្រវត្តិចាប់ដូចជាទីចប់ហើយមេរៀនជីវៈហ្នឹងគឺខ្ញុំទិញចាប់ដូចជា3 4ដងហើយទៅវាធ្វើឲ្យយើងមាន confidence លើខ្លួនឯងពេលយើងដើរចុះម្ដងប្រឡងដឹងតែចេះហើយពីមុខវិជ្ជាហ្នឹងវាអញ្ចឹងហើយប៉ុន្តែក្នុងកំឡុងបែបហ្នឹងអាពេលដូចជាមុនប្រឡងមួយថ្ងៃអញ្ចឹងគឺខ្ញុំក៏ទាញរូបមន្តមកមើលមួយខាងទៀតដែរដល់វាដើម្បីកុំឲ្យយើងភ្លេចឬក៏ភ្លាត់រូបមន្តណាមួយចឹងនេះហើយព្យាយាមធ្វើម៉េចកុំឲ្យខ្លួនឯងខ្សោយដោយសារនិយាយរួមតាំងរៀនពី12ដល់ឆ្នាំមកគឺដល់20រឿងប្រឡងសោះតែមុនមកដូចឯងគឺខ្ញុំ20ម្ដងតែម្ដងក៏ពេលហ្នឹងខ្ញុំ20ខ្លាចអត់បានឬក៏បានដែរប៉ុន្តែខ្លាចអត់បានបន្ទុកគ្រឿងវាខ្លាចបានបន្ទុកទៀតពេកអីចឹងទៅពេលហ្នឹងខ្ញុំ20ឡើងដល់ចាប់យំហើយខ្ញុំយំតែមួយថ្ងៃហ្នឹងហើយខ្ញុំចាប់ដើមគិតថារបៀបយើងកំដរហើយយើងខំរៀនសិនហើយយើងរបៀបយើងត្រូវអាហ្នឹងគឺ
ជាពេលវេលាមួយដែលយើងត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ហើយមិនមែនជាពេលវេលាដែលយើងត្រូវភ័យឬក៏បាក់ទឹកចិត្តឬក៏មានអារម្មណ៍ថាអូយទៅដល់ថ្ងៃប្រឡងហើយត្រូវធ្វើមិនអីចឹងណាចូលយើងត្រូវធ្វើមិនឲ្យខ្លួនឯងមានលំនឹងនៅក្នុងខ្លួន សម្រាប់ខ្ញុំវិញនៅពេលមួយខែមុនបាក់ឌុបហ្នឹងខ្ញុំសូមនិយាយទៅកាន់ពេលដែលរៀននៅសាលាចប់សិនអញ្ចឹងពេលដែលឆមាសទី2ចប់សាលាខ្ញុំក៏គាត់មានការបរៀនបើកថ្នាក់បំពន់ត្រៀមសពកែហើយសពកែយកនិទេសអេហើយខ្ញុំក៏បានចូលរួមរៀននៅថ្នាក់នឹងដែរគឺពិតជាអរគុណដល់វិទ្យាល័យខ្ញុំខ្លាំងមែនតើដែលគាត់បានបើកថ្នាក់ហ្នឹងអញ្ចឹងទៅវាជួយបដោះនៅចំណេះដឹងយើងបន្ថែមរបៀបនៃការប្រឡងវិញ្ញាសានិងតិចនិចជាច្រើនគ្រប់ទាំង7មុខវិជ្ជាហ្នឹងអញ្ចឹងទៅជួយឲ្យយើងចេះបានច្រើនដែរហើយបន្ទាប់មកដូចជាពេលចូលដើមខែ8ហ្មងខ្ញុំរៀងភ្លេចដែរហើយប៉ុន្តែគឺគាត់ទុកពេលឲ្យយើងស្វ័យសិក្សាអញ្ចឹងចាប់ផ្ដើមពីពេលហ្នឹងទៅតាមខ្ញុំចាំគឺខ្ញុំភាគច្រើនផ្ដោតទៅលើការអញ្តេញមេរៀនរបៀបថាបើសិនជាយើងអត់ចាប់ផ្ដើមអញ្តេញពីមួយខែមុនទៅទេវារៀងពិបាកដែរដោយសារមេរៀនច្រើនអញ្ចឹងការហ្នឹងគឺនិយាយទៅពីព្រឹកតលល្ងាចអីអញ្ចឹងគឺមើលតែមេរៀនអីចឹងទេហើយក៏ឆ្លៀតធ្វើលំហាត់ខ្លះដែរនិយាយទៅតាមថ្ងៃរបៀបថាយើងដាក់កាលវិភាគជាថ្ងៃវិញថាថ្ងៃនេះយើងត្រូវធ្វើអីថ្ងៃនេះយើងត្រូវធ្វើនោះអីចឹងណាចឹងទៅពីមួយថ្ងៃទៅមួយថ្ងៃរយៈទៅវាក៏ជួយឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ដែលថាថ្ងៃប្រឡងហ្នឹងគឺអាចបើចំពោះខ្ញុំមួយខែអីមុនបាក់ឌុបហ្នឹងពេលហ្នឹងកំពុងសត់ស្វាញកំពុងបាក់ចិត្តអីផងដែរប៉ុន្តែពេលហ្នឹងអត់ខុសគ្នាពីពួកយើងអីទេព្រោះអីលំហាត់អីយកបានច្រើនអញ្ចឹងខ្ញុំតែងតែមេរៀនយើងតែងតែមេរៀនជីវៈនិងប្រវត្តិប៉ុន្តែពេលយើងតែងហ្នឹងយើងមិនមែនតែងតែហ្នឹងសុទ្ធតែពេលយើងព្រឹកឡើងអញ្ចឹងយើងតែងប្រវត្តិដល់ពេលយើងតែងយើងតែងលេងចូលយើងធ្វើលំហាត់អីផ្សេងដែលយើងចង់ធ្វើហើយពេលរៀនក៏អត់មានកាលវិភាគអីដែលរបៀបយើងចង់ដាក់ដែរតែដាក់ទៅយើងវាធ្វើវាអត់ចេញរបៀបយើងការងារអីផ្សេងទៅដល់ពេលយើងដាក់ទៅវាទៅជាញ៉ៃហើយយើងពិបាកធ្វើតាមវាវិញអញ្ចឹងទៅយើងគិតថាយើងមិនបាច់ធ្វើតាមកាលវិភាគអីក៏បានដែរយើងធ្វើតាមយើងសារណាយើងរៀនខាងហ្នឹងហើយយើងចង់រៀនណាយើងរៀនអាហ្នឹងវាតាមចិត្តយើងប៉ុន្តែមិនបានន័យថាយើងរៀនមួយទុកមួយបើយើងរៀនយើងចង់រៀនណារៀនហ្នឹងហើយពេលរៀនអញ្ចឹងយើងសប្បាយចិត្តនឹងរៀនវាអញ្ចឹងទៅយើងពេលយើងរៀនហ្នឹងយើងយល់បានច្រើនយើងយល់បានច្រើនហើយយើងសប្បាយទៀតហើយ ចឹងបើចំពោះខ្ញុំដូចបងលីណាដែរខ្ញុំមានការពារទេគឺខ្ញុំរៀនតាមអារម្មណ៍តែអារម្មណ៍យើងមែនតែក៏មានវាវិន័យដែរមានថាខ្ញុំរៀនពីម៉ោង8ដល់ម៉ោង11ចឹងទៅតែម៉ោង8ដល់ម៉ោង11ហ្នឹងរៀនអីរៀនទៅឲ្យតែរៀនអីឲ្យតែចេះដោយសារខ្ញុំឃើញសិស្សខ្លះវិញរៀនអីទៅរៀនច្រើនម៉ោងជាងខ្ញុំទៅតែរៀនចេះដោយសារអីរៀនផងលេងសប្ផងរវល់ការងារផ្ទះផងតែការងារផ្ទះក៏យើងជួយដែរតែយើងក៏អាចថាវាថាអាចថាយើងភាសាមួយគ្រូសាស្ត្រថាអូម៉ាក់ឥឡូវចំណងពីម៉ោងនេះខ្ញុំរៀនចឹងកុំរំខានខ្ញុំដោយសារខ្ញុំយល់ពេលយើងរៀនដល់ពេលយើងពងអង្គុយរៀនហ្មងយើងទៅនេះទៅនោះតែយើងទៅទឹកច្រើនដងក៏យើងបែរអារម្មណ៍រៀនដែរចឹងសម្រាប់ខ្ញុំហ្មងខ្ញុំរៀនតាមអារម្មណ៍មែនហើយអត់មានការភាសាតែយើងមានវិន័យមួយបណ្ដាយថាអូខេឥឡូវរៀនអីហើយរៀនអីគឺចេះហ្នឹងហើយណាមួយទៀតបើខ្ញុំហ្មងខ្ញុំបែងចែកដាក់ឲ្យដាច់ថាបើសិនមកពេលរៀនគឺយើងរៀនពេលលេងយើងលេងដោយសារឃើញសិស្សខ្លះបែងចែកអត់តាន់ដាច់ទេពេលរៀនផងលេងផងហើយចឹងទៅហើយដល់ពេលដែលលេងឧទាហរណ៍អ្នកខ្លះទៅដើរលេងមួយពួកម៉ែចឹងទៅបាយយកផលជីវៈឬក៏ប្រវត្តិទិញតាមខ្លួនទទួលស្គាល់ពាក្យថារៀនមួយឲ្យតែរៀនមួយគឺល្អហើយតែបើសិនបើយើងរៀនតែទាំងអស់គុណភាពក៏វាអត់សូវល្អមកដែរហើយចំពោះមុនប្រឡងវិញខ្ញុំតែតែយកវិញ្ញាសាដែលខ្ញុំបានធ្វើហើយដោយសារយើងដឹងហើយយើងធ្វើវិញ្ញាសាទាំងអស់យើងអាចធ្វើចេះទាំងអស់ហើយអញ្ចឹងវាអាចវិញ្ញាសាមួយចំនួនដែលយើងអាចពាក់ច្រើនអញ្ចឹងចំពោះវិញ្ញាសាខ្ញុំពាក់ខ្ញុំតែយកវាមកគូសរង្វង់ឬក៏ខ្ញុំណូតវាអូខេឥឡូវអានេះខ្ញុំពាក់អញ្ចឹងទៅខ្ញុំតែយកវាមកមើលឡើងវិញហើយខ្ញុំតែរំលឹករូបមុនអញ្ចឹងទៅហើយបើចំពោះមុនប្រឡងហ្មងខ្ញុំក៏ភ័យដែរដោយសារភ័យយើងខ្លាចភ្លាត់អីចឹងទៅដោយសារពេលរៀនយើងភ្លាត់ច្រើនដល់ទៅពេលប្រឡងក៏យើងភ័យដែរតែយើងក៏សម្រួលអារម្មណ៍វិញយើងចេះគិតថាបើសិនបើយើងភ័យយើងធ្វើបានល្អអីចឹងយើងកុំភ័យទោះបីយើងធ្វើភ្លាត់ក៏ដោយ
យើងត្រូវទទួលស្គាល់គាត់ថាយើងនៅដំណឹងអញ្ចឹងយើងមិនទៅស្ដាយក្រោយពេកទេតែទៅពេលប្រឡងហ្នឹងក៏យើងតាមស្មារតីបានហើយក៏ធ្វើបានល្អអញ្ចឹងទៅយ៉ាប់តាំងបងអញ្ចឹងឥឡូវខ្ញុំសួរមកទៀតអញ្ចឹងដោយសារចេះគ្នាយើងសុទ្ធតែបានផ្ទុកពោះហើយដោយសារយើងសុទ្ធតែ top 4អញ្ចឹងទៅខ្ញុំចង់ថាតើអាហ្នឹងវាជាការតាំងចិត្តរបស់យើងមានថាវាជាក្តីស្ម័យរបស់យើងដែលយើងត្រៀមខ្លួនហ្មងឬក៏អាចថាពេលដែលយើងប្រឡងហ្នឹងយើងធ្វើលើពីការដែលយើងបែបយើងរំពឹងទុកអីចឹងទៅយ៉ាប់ឥឡូវបងឆ្លងបងហ្នឹងតែពេលទៅបានអី អឺមានហ្មងគឺមានតាំងចិត្តថាចង់បានអាគ្រប់មុខប៉ុន្តែអត់ចំណៃថាខ្លួនឯងអាចនឹងដល់លំដាប់ពិន្ទុ100ចិត្តនឹងឯងត្រឹមបានពិន្ទុ470ឡើងទៅអីចឹងហើយពេលហ្នឹងគឺអ្វីដែលសំខាន់ហ្នឹងគឺមានការតាំងចិត្តខ្ពស់ហ្មងរបៀបយើងខំរៀនដើម្បីខ្លួនឯងហើយរបៀបអត់ចាំបាច់មានតែគេមកប្រាប់ថាអូទៅរៀនចេះទៅរៀនចុះហើយយើងរៀនខ្លួនឯងរបៀបដូចយើងមានឆន្ទៈមួយចង់បាននិទេសអានឹងខ្លាំងមែនតើតែដល់ថ្នាក់សូម្បីតែយើងបាក់ទៅដឹងអីក៏យើងអត់ខ្វល់ដែរគឺយើង ignore វាចោលហើយយើងផ្ដោតសំខាន់ខ្លាំងទៅលើការរៀនហ្នឹងការរៀនត្រៀមប្រឡងមកដប់ហ្នឹង ចំពោះខ្ញុំវិញគឺតែងតែមានបំណងចង់បាននីតិអេហ្នឹងតាំងពីយូរហើយដាក់គោលដៅតាំងពីដើមឆ្នាំហើយនិយាយទៅលួចគិតដែរចង់បានអេគ្រប់មុខក៏ប៉ុន្តែអត់ហ៊ានគិតវិញដោយសារតែបើសិនជាខ្ញុំគិតខ្ពស់ពេកគឺវាអត់ដូចអ្វីដែលរំពឹងទុកទេអញ្ចឹងទៅសុខចិត្តខំអស់ពីសមត្ថភាពវិញហើយធ្វើម៉េចឲ្យបានអេតែម្ដងទៅហើយអត់ដែលគិតថាក្រសួងគាត់មានជាការផុស top 10 top អីហ្នឹងគឺអត់ដែលគិតទេហើយបានលេខ2ហ្នឹងគឺវាហួសពីការស្មានហើយក៏រំភើបខ្លាំងដែរ yes អេគឺចង់បានប៉ុន្តែបើលេខ2វាហួសពីការរំភើបរបស់យើង បើចំពោះខ្ញុំវិញអឺរបៀបថាយើងតាំងពីដើមឆ្នាំមកយើងអ្នកជ្រើសរើសចូលជាសាស្ត្រខ្លួនឯងយើងអត់ហ៊ានគិតថាយើងបានយើងចង់បានអីរបៀបសូម្បីតែពេលខ្លះគេសួរថាយើងចង់បានអីគេយើងហ៊ានប្រាប់គេថាចង់បានអីយើងងាយស្រួលពេលថ្ងៃអនាគតយើងរៀនបានហើយឧបករណ៍បានអីចឹងណាយើងអត់ហ៊ាននិយាយទេណាវាថាយើងដាក់ទុកខ្លួនឯងហើយយើងខំខ្លួនឯងដែរហើយបាន top 3អីហ្នឹងក៏ដែរគិតដែរវាថាបានតែ A មួយក៏បានដែរបានតែ A មួយជាដែលខ្លួនឯងឆ្លាញ់ហើយបានតែ A អាស្រុបតែមួយក៏បានដែរដល់ពេលបានមក A ទាំងអស់អញ្ចឹងមានអារម្មណ៍ថាសប្បាយខ្លាំងហ្មងវាថាវាលើសពីការរំពឹងទុកខ្លាំងណាសូម្បីតែពេលខ្លះពេលគេនិយាយរឿងរបៀបគេថាគេ A 100បន្ទូហ្នឹងបានឡានបានអីអញ្ចឹងណាវាថាយើងលយមែនវាអញ្ចឹងណាទៅដល់ពេលយើងថាឯងដឹងនៅណាឲ្យទៅបាន A ក៏បានដែរដល់ពេលចេញមកយើងវាថាយើងនៅចិត្តនឹងដែរតើទៅយើងវាថាយើងសប្បាយចិត្តខ្លាំងណាហើយយើងចាចាំផ្ដាំទៅសិស្សប្អូនចាវាថាយើងមិនបាច់ចាំតែប្រាប់គេហើយយើងបានចង់បានអីហើយយើងមិនបាច់ប្រាប់គេពេកហើយយើងក៏មិនបាច់នេះពេកដែរវាថាយើងទៅប្រឡងយើងទៅប្រឡងហើយយើងចេញពីប្រឡងទាំងមានវាថាទាំងទប់ជជែកយើងប្រឡងហើយជជែកលើខ្លួនឯងហ្មងនឹងបានអេអញ្ចឹងហ្មងណាហ្នឹងហើយ ចឹងបើសម្រាប់ខ្ញុំហ្មងខ្ញុំអត់រំពឹងថាបានអីខ្ពស់ចឹងឯងខ្ញុំទទួលស្គាល់ខ្ញុំពីដើមឆ្នាំក៏ខ្ញុំអត់រំពឹងថានឹងបានលេខ1ឬក៏100%ដែរដោយសារយើងដឹងហើយថា100%និយាយទៅវិញតែនៅសាលាកណ្ដោខ្ញុំអត់ដែរបានលេខ1ឯងគឺខ្ញុំលេខ2រហូតចឹងលេខ2លេខ3លេខ2លេខ3រហូតចឹងយើងកាត់ចេះនៅសាលាចុះអ្នកនៅខេត្តយើងចុះអ្នកនៅប្រទេសទៀតចឹងខ្ញុំអត់ដែររំពឹងថានឹងបានគេសួរថា top 10ក៏ខ្ញុំអត់ដែររំពឹងដែរដោយសារអ្នកបកការច្រើនពេលខ្ញុំទៅរៀនគួរដោយសារនៅខេត្តខ្ញុំមានដូចសាលារៀនគួរមួយចឹងទៅចឹងទៅឃើញអ្នកខាងខ្លាំងមកពីសវណ្ណភូមិបែធីឬក៏ស្រីភាពនិយាយសួរគឺសាលារដ្ឋចឹងអ្នកខ្លាំងបើអ្នកខ្លាំងវិញខ្លាំងខ្ញុំទៀតទៅយើងអត់ហ៊ានរំពឹងអីហើយ like មានអ្នកខ្លាំងច្រើនទៀតដែលមកពីខេត្តដូចជា7មករាដូចជាស៊ីសវត្តដូចជាទៅមានសាលាល្បីច្រើនដែលយើងគាត់ថាយើងអត់អាចប្រៀបធៀបមួយគេបានណាតែក៏យើងរំពឹងដែរថានឹងយក A7 មកតែក៏វាក៏មិនរំពឹងណាដែរដោយសារយើងគាត់ចេះបើសិនមកយើងរំពឹងបាន A7 មកចុះបើសិនមកយើងបាន A តែយើងសប្បាយចិត្តអត់ដោយសារអ្នកខ្លះរំពឹងថាយកលេខ1ចុះដល់ពេលបានលេខ5លេខ6ក៏អត់សប្បាយចិត្តដែរដោយសារគាត់ថា
ខ្លួនឯងអស់នេះចឹងទៅតែចាំខ្ញុំមកខ្ញុំសប្បាយចិត្តហើយក៏សប្បាយចិត្តដែលបានប្រគល់ប្រជែងមួយបងដែលខ្លាំងដែរខ្លាំងមែនទទួលស្គាល់ដូចបងលេខ1 489ដូចបងនេតា485ដូចបងណារីមកខ្ញុំ484អញ្ចឹងវាគឺជាបន្ទុកមួយដែលខ្ពស់មែនតើមកនេសាទតែអេយ៉ាងហ្នឹងហើយតែ427ដល់400ដូចជា400ដូចជា475ឯងអញ្ចឹងដូចជាយើងលើអា standard របស់គេទៀតអញ្ចឹងទៅខ្ញុំគិតថាវាជាបន្ទុកមួយដែលខ្ពស់មែនតើហ្មងអញ្ចឹងថាអីដែលយើងធ្វើពេលប្រឡងហ្នឹងយើងធ្វើ plot តិចតួចបំផុតអញ្ចឹងវាជាអីដែលខ្ញុំលើកពីការរំពឹងទុកហើយក៏ខ្ញុំអាហ្នឹងក៏វាជាអាចថាដំបូងមានដែរយើងមិនចាំបាច់ប្រៀបធៀបមួយខ្លួនឯងមួយអ្នកដទៃទេយើងព្យាយាមអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃហើយមិនចាំបាច់មើលគេថាអូនៅមានតែផ្កាយទៀតសំខាន់យើងព្យាយាមអភិវឌ្ឍខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃចឹងទៅហើយប៉ុណ្ណឹងហើយមួយទៀតគឺខ្ញុំចង់សួរអាវា process នៃការប្រឡងឥឡូវឡៃបងចង់បន្ថែមអាចបន្ថែមហើយមកឡៃហើយមានចង់និយាយបន្ថែមទៅលើចំណុចហ្នឹងអត់ មួយទៀតខ្ញុំថាយើងធ្លាប់បានលេខ1លេខ2នៅក្នុងសាលាអញ្ចឹងហើយអញ្ចឹងមកពេលប្រឡងនោះគឺលោកគ្រូអ្នកគ្រូគាត់របៀបគាត់មានទំនុកចិត្តខ្លាំងមកលើពួកយើងអញ្ចឹងធ្វើឲ្យយើងមានពេលខ្លះក៏យើងមានសម្ពាធដែរទៅដល់ដោយសារអ្នកនៅជុំវិញខ្លួនគាត់របៀបគាត់មានក្តីសង្ឃឹមដល់យើងខ្ពស់ពេកពេលខ្លះគាត់គិតថាលីងណាដឹងតែបានអា100%ហើយអញ្ចឹងទៅធ្វើឲ្យយើងកាន់តភ័យខ្លាំងជាងមុនទៀតណាចុះឧទាហរណ៍ថាបើយើងអត់បាននិយាយទៅតាមអ្វីដែលពួកគាត់បាននិយាយចឹងណាយើងនឹងមានអារម្មណ៍មិនសូយ៉ាងនៅពេលដែលគេមានការរំពឹងខ្ពស់មកលើយើងចឹងទៅពេលខ្លះយើងកុំខ្វល់ពេកបើយើងកុំខ្វល់ពីពួកគាត់បណ្ដោយណាហើយយើងសំខាន់គឺយើងខ្វល់តែខ្លួនឯងនិយាយថាយើងខំរៀនមិនទៅដើម្បីឲ្យបានAហ្នឹងណាហើយមួយទៀតនោះគឺរបៀបអីគេរបៀបយើងខ្លួនឯងបណ្ដោយណាអឺអុយនេះអឺរបៀបយើងកុំ focus ខ្លាំងលើការរៀនពេកត្រូវចេះទុកពេលវេលាខ្លួនឯងខ្លះដើរលេងដូចម៉ែទឹកចឹងបើថាមីវិញគឺមីរៀនតាំងពីថ្ងៃច័ន្ទដល់ថ្ងៃទឹកបណ្ដោយប៉ុន្តែថ្ងៃទឹកហ្នឹងគឺពេលល្ងាចម៉ោង5 7អញ្ចឹងគឺមីទៅលេងហើយអញ្ចឹងមីក៏ជិះទៅហ្នឹងទៅដើរលេងមួយមិត្តភក្តិដែរអាហ្នឹងចាត់ទុកថាឲ្យខ្លួនឯងបានភ្លក់រសជាតិនៃជីវិតនៃសាកលវិទ្យាល័យអញ្ចឹងណាកុំ focus លើរៀនពេកប្រយ័ត្ន stress ចឹងខ្ញុំសូមបន្ថែមទៅលើអាហ្នឹងតិចបងនិយាយដូចជាខ្ញុំក៏ដែរដោយសារខ្ញុំក៏ដោយខ្ញុំរៀនអត់រៀនពេកទេគឺខ្ញុំមានពេលវេលាខ្លួនឯងខ្លះដូចជាយើងធ្វើលើដូចជាអត្រាអញ្ចឹងទៅអញ្ចឹងយើងក៏មានពេលវេលាមួយខ្លួនឯងដែរបែបនេះថាពេលមកដប់ត្រូវតែរៀនសុទ្ធយកមកពេលវេលាដើរលេងពេលវេលាអីមិនអត់មានទេគឺយើងមានដែរតែគាត់ថាពេលមុនប្រឡងមែនតើហ្មងគឺយើងព្យាយាមអាចថាបើនៅផ្ទះបាននៅផ្ទះដោយសារយើងអត់ដឹងថាឧបទ្ទវហេតុឬក៏អាចនឹងមានអីមួយដែលកើតឡើងในចែកដល់ដោយសារយើងក៏មិនចង់កើតឡើងដែរតែបើសិនបើវាកើតឡើងក៏យើងនឹងស្ដាយក៏អត់មកជិះដែរ so yeah that's all ហើយចឹងឥឡូវខ្ញុំចង់ move on ទៅសំណួរមួយទៀតសំណួរខ្ញុំចង់ឲ្យថាបងនិយាយពីវា process វាដំណើរការនៃការប្រឡងអាដប់ដោយសារយើងស្ថិតនៅខេត្តខុសគ្នាទាំងអស់អញ្ចឹងគេថាអាកាសធាតុហើយបរិបទបរិយាកាសក៏សុទ្ធតែខុសគ្នាដែរអញ្ចឹងទៅខ្ញុំចង់ឲ្យចែកម្លែកឲ្យអ្នកស្ដាប់គេអាចថាយកជាបទពិសោធន៍ សម្រាប់ខ្ញុំក៏អាហ្នឹងគឺរបៀបមិនមែនជាបទពិសោធន៍ដែលខ្ញុំជួបទេប៉ុន្តែគឺជាមិត្តភក្តិរបស់ខ្ញុំហ្នឹងហើយគាត់ប្រឡងចំណុចហ្នឹងគឺពេលហ្នឹងមេឃដូចជាចិត្តភ្លៀងទៅវាមានខ្យល់ខ្លាំងសូហើយគាត់ហ្នឹងគឺគាត់អង្គុយនៅចិត្តអាទ្វារបើកបណ្ដោយគឺបើកផ្សេងហ្នឹងចូលនៅពេលប្រឡងហ្នឹងគឺចោលបក់ខ្លាំងហើយពេលហ្នឹងគាត់សរសេរគណៈគណិតវិទ្យាហ្នឹងដល់ទំព័រទី3ហើយប៉ុន្តែដោយសារតែខ្យល់បក់មកហ្នឹងទៅធ្វើឲ្យមិនហ្នឹងរបៀបប្រវត្តិចេញពីតុហ្នឹងណាហើយទៅប៉ះនឹងកណ្ដាស់គាត់ទៅឡើងមកឆ្នោតពេញកណ្ដាស់បណ្ដោយវាអញ្ចឹងណាចូលអាហ្នឹងហើយរបៀបនៅពេលដែលមានស្នាមសម្គាល់អញ្ចឹងគឺយើងមិនត្រូវសរសេរឡើងវិញឆ្លាដើមធ្វើឲ្យគាត់ខាត់ទេហើយពេលហ្នឹងគឺគាត់ធ្វើកំណត់អត់តនេះហើយឡើងធ្លាក់ដល់និទ្ទេសគណិតវិទ្យាអញ្ចឹងពេលប្រឡងគឺយើងត្រូវមានការប្រុងប្រយ័ត្នខ្លាំងជាពិសេសនោះគឺកណ្ដាស់ហើយនឹងបើកធ្វើមិនទៅឲ្យវារបៀបនៅលើតុយើងកំហុសថាទៅកន្លែងផ្សេងចុះណារៀបឲ្យនឹងចែកលីអ បាត់នេត្រាចនាឃើញបើចំពោះខ្ញុំអាពេលប្រឡងហ្នឹង
ដូចអត់មានបញ្ហាអីទេគ្រាន់តែពេលហ្នឹងខ្ញុំយកខ្មៅទៅហើយខ្មៅហ្នឹងកាលហ្នឹងមកកណិតហើយមានណាលោកគ្រូថាឲ្យបណ្ដោយគាត់ថារបៀបខ្មៅហ្នឹងគាត់ឲ្យប្រើឯងទោះយើងសេហើយយើងលុបមិនក៏បានក៏ដោយដែររបៀបខាច់នៅសល់អីគេគិតថាហ្នឹងសញ្ញាសម្គាល់ដែរមានណាគាត់ថាឲ្យគេថាឲ្យយើងឡើងយកខ្មៅហ្នឹងទៅដាក់នៅក្នុងថតតុហើយដូចពេលប្រឡងអីហ្នឹងគឺថារឿងសុខភាពសំខាន់របៀបថាពេលហ្នឹងយើងខំរបៀបយើងអត់សូវញ៉ាំអីរបៀបថាញ៉ាំអីធម្មតាវាអត់ធ្វើឲ្យប៉ះពាល់ដល់នេះប៉ុន្តែនៅតែពេលយើងប្រឡងយើងអង្គុយក្នុងថ្នាក់ឯងមានអារម្មណ៍ថាសើរបៀបថាយើងសេទៅឆ្ងល់សេងើបមកវិញសើយកបណ្ដោយហ្នឹងហើយវាថាខំថែខ្លួនប៉ុណ្្នឹងឯណានៅតែពិបាកទៀតចុះបើសិនជាយើងអត់ថែខ្លួនមិនដឹងប៉ុណ្ណាទៅហើយដូចម៉ោងកណិតម៉ោងកណិតទៅសេបានបន្តិចមានណាឈឺពោះយកបណ្ដោយពេលហ្នឹងវាផាអង្គុយឈឺពោះផងធ្វើលំហាត់ដៃញឿផងទាំងភ័យវាផាយើងខាច់យើងធ្វើទៅអត់រួចតែពេលមកទូទៅអីយើងធ្វើបានវិញទៅវាផាងាត់អីលំហាត់អត់ចេះក៏អត់អីដែលយើងធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹងហើយដូចគេដូចមួយទៀតចង់ផ្ដាំទៅបងប្អូនថាចាដូចរបៀបយើងសរសេរនៅលើกระดาษកិច្ចការហ្នឹងរបៀបយើងឆូតអីក៏ដោយពីដើមឆ្នាំយើងសរសេរអញ្ចឹងទៅរហូតទៅដល់ពេលយើងប្រឡងបាក់ឌុបយើងអត់ច្រឡំណាដូចយើងអញ្ចឹងរបៀបកន្លែងហ្នឹងយើងច្រឡំឆូតរបៀបតាពីបន្តអីទៅទៅធ្វើឲ្យវាអត់សូវស្អាតតែយើងភ័យអាហ្នឹងឯងខែតែគេយកសញ្ញាសម្គាល់អីដោយសារយើងអត់សូវធ្លាប់ផ្សេងអញ្ចឹងបើសិនជាបងប្អូនរៀនពីដើមឆ្នាំអីចឹងត្រឡប់ពិសេសលើกระดาษកិច្ចការឲ្យស្រួលបួលហើយទៅកុំឲ្យវាញញ៉ៃកុំឲ្យយើងផ្លាត់ពេលយើងប្រឡងអីចឹងហើយប៉ុណ្ណឹងឯង តោះបងនេះក្រាស់ដាក់មកបង សម្រាប់ប្រសាសន៍នៃការប្រឡងវិញគឺខ្ញុំគិតថាវារៀងពិបាកដែរសម្រាប់យើងដែលទៅប្រឡងហ្នឹងគឺមណ្ឌលថ្មីហើយសិស្សមិត្តសិស្សក៏ថ្មីដែរអ្នករួមបន្ទប់ហ្នឹងក៏ថ្មីហើយគ្រូអនុរិយហ្នឹងក៏ថ្មីទៀតអញ្ចឹងពេលខ្លះវាអាចធ្វើឲ្យយើងមានអារម្មណ៍ភ័យដែរដូចខ្ញុំអញ្ចឹងគឺភ័យម៉ោងដំបូងគេដែលជាម៉ោងបវរវិជ្ជាមិនមែនភ័យដែលសារតែឃើញមនុស្សប្លែកមុខទេគឺភ័យខ្លាចម៉ោងខ្លាចទៅសេពប្រវត្តិអត់តាន់ប៉ុន្តែយ៉ាងណាក៏អរគុណខ្លួនឯងដែរដែលអាចគ្រប់គ្រងពេលវេលាបានហើយទៅសេតាន់ចាហ្នឹងហើយបន្ទាប់ពីហ្នឹងមករបៀបថាយើងអាចស៊ាំតិចទៅលើយើងការប្រឡងហ្នឹងដូចជាការប្រចាំខែឬក៏ប្រចាំឆមាសនៅសាលាយើងអញ្ចឹងដោយសារសាលាគាត់បង្កើតការប្រឡងហ្នឹងរបៀប style ចម្រៀងបាក់ឌុបអញ្ចឹងទៅវាក៏មិនប្លែកណាស់ណាពីការប្រឡងប្រចាំខែដែរអញ្ចឹងវាក៏ជួយសម្រាលនៅអារម្មណ៍ភ័យនឹងមួយកម្រិតដែរហើយបញ្ហាដែលខ្ញុំជួបពេលប្រឡងបាក់ឌុបហ្នឹងគឺដូចមិត្តភក្តិលីណាអញ្ចឹងម៉ោងកណិតភ្លៀងហើយខ្ញុំអង្គុយចិត្តប្អួយទៀតទៅវាក៏មានបញ្ហាសាច់ហើយក៏ដូរតុប៉ុន្តែសំណាងអីហ្នឹងគឺបានធ្វើហើយអញ្ចឹងទៅក៏អត់សូវបាច់អារម្មណ៍ច្រើនដែរ yes that's all ចឹងបើសម្រាប់ខ្ញុំបើបបពិសោធន៍ឬក៏ដំណើរការប្រឡងខ្ញុំអាចថាអត់សូវភ័យទឹកដីហ្មងទេដោយសារខ្ញុំប្រឡងហ្នឹងគឺជាសាលាដែលខ្ញុំធ្លាប់រៀនចេះពីមុនអញ្ចឹងទៅដូចវាថាដូចអាចថាដូចជាផ្ទះទី2របស់ខ្ញុំចឹងខ្ញុំអត់សូវភ័យហ្មងទេទាំងបន្ទប់ទឹកទាំងថ្នាក់ឯនេះខ្ញុំស៊ាំហើយនឹងបរិយាកាសអញ្ចឹងទៅអាចថាវាជាសំណាងមួយចុះហើយចំពោះអាហ្នឹងអាចថាខ្ញុំអាចចែកម្លែកបានទោះបីជាប្រឡងហ្នឹងយើងធ្វើបានល្អអត់ខ្ចោះក៏ដោយឬក៏យើងធ្វើភ្លាត់ក៏ដោយតែព្យាយាមវាថាយើងតាំងស្មារតីប្រឡងហើយទៅផ្ទះប្រឡងទៅដោយសារខ្ញុំឃើញសិស្សខ្លះវិញប្រឡងបានល្អចឹងយំយកមកឬក៏សិស្សខ្លះវិញប្រឡងគឺថាប្រឡងជីវៈចេះទាំងអស់ចឹងចាប់ដើមហួរវាថាវាអាហ្នឹងវាយើងប្រោតពេកយើងមោទនភាពពេកទៅព្រោះអាម៉ោងក្រោយយើងអាចថាយើងមើងងាយក៏បានដែរអញ្ចឹងបើស្រាញ់ខ្ញុំហ្មងដូចជាប្រវត្តិជីវៈក៏ដោយនៅពេលខ្ញុំប្រឡងហើយខ្ញុំដឹងខ្ញុំធ្វើបានល្អក៏ដោយវាធ្វើបានពេញក៏ដោយក៏ខ្ញុំអត់ដែរវាអត់ទៅប្រាប់គេថាអូខ្ញុំធ្វើបានល្អដែរដោយសារទីមួយយើងអាចនឹងផ្លាត់មុខជាក្រោយហើយមួយទៀតខ្ញុំព្យាយាមទៅហើយទៅផ្ទះហ្មងហើយបើចំពោះកណិតខ្ញុំដូចបងលីណាហើយមួយបងនេតាដែរគឺភ្លៀងខ្លាំងមែនតើហើយខ្ញុំសោយទៀតគឺខ្ញុំអង្គុយទៅប្អួចខ្ញុំទៅដល់តាពេលដែលភ្លៀងមកខ្ញុំអង្គុយទៅប្អួចចឹងទៅធម្មតាយើងអង្គុយទៅប្អួចភ្លៀងយើងខ្លាចសាច់ទឹកភ្លៀងត្រូវក្តាស់
ចឹងទៅគាត់តែខ្ញុំខាតពេលហ្នឹងជិត20នាទីចឹងទៅបានធ្វើឲ្យការប្រឡងកណ្ដាលរបស់ខ្ញុំអត់សូវបានល្អទេហើយខ្ញុំក៏ភ្លាត់ដែរខ្ញុំភ្លាត់រកផ្ទៃកន្លារកផ្ទៃកន្លាខ្ញុំធ្វើខុសយកមកតែបានប៉ុណ្ណឹងក៏ខ្ញុំសប្បាយចិត្តដែរដោយសារហ្នឹងធ្វើម៉េចបើវាកម្មយើងបើទោះបីជាខ្ញុំបើតាមគិតណាទោះបីជាអត់ភ្លាមខ្ញុំអាចធ្វើបានប៉ុណ្ណឹងដែរដោយសារពេលហ្នឹងភ័យពេកដោយសារយើងធ្វើបានល្អមកទាំងអស់ហើយអញ្ចឹងទៅយើងខ្លាចភ្លាត់ចំណុចមួយចូល B អញ្ចឹងទៅបានយើងក៏ភ័យប្រឡងធ្វើបានល្អហើយគាត់ថាអីខ្ញុំអាចចែកម្លែកបានគឺប្រឡងសំភ័យនៅពេលយើងភ័យប្រឡងមកយើងគឺការតែអន់យកហ្មងអញ្ចឹងមានម៉ាមចេញមកទាំងអស់មកតែប៉ុណ្ណឹងឥឡូវបងមានសំណួរអីទៀតlike ចង់សួរមកដោយសារពេលខ្លះសំណួរខ្ញុំគាត់វាជាការគិតរបស់ខ្ញុំអញ្ចឹង ព្រោះពេលប្រឡងចំណុចហ្នឹងធ្វើម៉េចយើងកុំភ័យតែយើងភ័យតែយើងគណនាលេខឬក៏ប្រភេទនេះអីផ្សេងក្រៅឯងហើយពេលប្រឡងចំណុចណាព្យាយាមធ្វើម៉េចធ្វើឲ្យលឿនដោយសារនៅពេលដែលយើងធ្វើប៉ុន្តែធ្វើលឿនហ្នឹងគឺយើងធ្វើត្រូវដែរមិនធ្វើលឿនហើយគ្រូសូអាហ្នឹងគឺយើងត្រូវត្រឡប់ខ្លួនតាពីដើមឆ្នាំមកគឺយើងរៀនធ្វើឲ្យលឿនហើយត្រូវហើយនៅពេលដែលយើងធ្វើលឿនហ្នឹងគឺយើងនៅសល់ពេលដើម្បីគូសដោយសារពេលដប់ហ្នឹងគឺខ្ញុំឆ្លោះឲ្យមុនមកដូចជានៅសល់15នាទីហើយដូចជារយៈពេល15នាទីហ្នឹងគឺមានជាងអាសម្រាប់មីធ្វើហ្នឹងឡើងពី3ដងហើយ ចឹងចំពោះខ្ញុំមុនប្រឡងហ្មងខ្ញុំអត់មានរៀនទៀតទេទៅមុនឲ្យប្រឡងមួយថ្ងៃហើយមួយមុនអាពេលទៅប្រឡងខ្ញុំអត់មានរៀនខ្ញុំហ្មងគឺខ្ញុំអង្គុយលេងហ្គេមសិនយកហ្មងដោយសារខ្ញុំគិតថាចេះអីអាហ្នឹងវាបាត់តាមតដោយសារខ្ញុំគិតថាចេះយើងរៀនមកព្រោះតែអាហ្នឹងបើខ្ញុំអានេះបើនិយាយឆៅហ្មងយើងរៀនមកមួយឆ្នាំហើយវាមិនដែលអាចចេះធ្វើមើល1ម៉ោងហ្នឹងទេបើយើងចេះវាជ្រុលចេះវាចេះអស់ហើយណាមួយទៀតយើងអត់ដឹងថានិយាយថាគេចេញអីទេអញ្ចឹងទៅខ្ញុំគិតថាមានមួយគឺធ្វើឲ្យយើងមានថា press ហើយណាមួយទៀតអត់ដឹងថាចំពោះខ្ញុំហ្មងពេលខ្ញុំធ្វើវិសាខ្ញុំធ្វើលឿនពេកច្រើនហ្មងតែពេលប្រឡងនៅសាលាក៏ដោយប្រឡងអត់ក៏ដោយអារម្មណ៍យើងសម្ពាធយើងរៀងតាមតឹងអញ្ចឹងទៅយើងចង់ឲ្យ perfect យើងសរសេរខ្លាចខុសទៅពេលយើងខ្លាចពេកទៅគឺយើងខុសវិញទេហើយមួយទៀតខ្ញុំឃើញសិស្សមួយចំនួនបកកែតែខុសគាត់ដកលេខអ្នកខ្លះដក vector ខុសដែរហើយធម្មតាយើងដឹងហើយ vector ធននិមិត្តតែយើងខុសតាទៅមិនតែ vector មួយគណិតវិទ្យាតែយើងខុសសញ្ញាដកមួយគឺយើងខ្ទេចយកអស់ទាំងអស់យកមកជាពិសេសគឺអនុគមបើយើងរកដែនកំណត់ខុសមួយគឺអនុគមនឹងមិនធ្វើគេឈប់ចោលទាំងអស់យកមកប៉ុណ្ណា ហើយបើយើងអត់ចង់ឲ្យពេលប្រឡងណាយើងធ្វើម៉េចឲ្យខ្លួនឯងស៊ាំនឹងការប្រឡងហ្នឹងដូចនៅសាលាមួយអញ្ចឹងប្រឡងរហូតមិនមែនផងនេះ2ដងត្រូវអត់ហើយមានការប្រឡងមកទេស3ដងទៀតអញ្ចឹងទៅប្រឡងដូចធម្មតាហ្មងហើយថ្ងៃប្រឡងមកដុំហ្នឹងមានចាប់គេយូរពេកឡើងឃើញលក់ទៀតដោយសារថ្ងៃដំបូងហ្នឹងគេឲ្យយើងអង្គុយចាំឡើងយូរអត់ដឹងគេឲ្យយើងchơiទៅអី so ឥឡូវចេះសំណួរពិបាកដប់ពេលពី10ឆ្នាំដល់ចុងឆ្នាំហើយឥឡូវខ្ញុំចង់ដឹងថាអារម្មណ៍ពួកបងពេលដែលប្រឡងហើយភ្លាមគាត់ថាខ្លួនឯងរំពឹងថាបានអីហើយខ្ញុំចង់ដឹងថាវាថារយៈពេលប្រឡងហើយដល់ថ្ងៃកាលផលហ្នឹងយើងភ័យអត់វាពីសំណួរហើយណាគេឆ្លើយមកបានបង ខ្ញុំណារៀនហើយនៅលើក្រោយមុន មកខ្ញុំមុនក៏បានដែរនិយាយទៅពេលប្រឡងហើយហ្នឹងវាថារំពឹងថាខ្លួនឯងនឹងមើលទៅដឹងបាន A ប៉ុន្តែវាថា A ធម្មតាយើងដល់បាន A ព្រោះយើងធ្វើទៅដឹងច្រើនដែរទោះវាខុសខ្លះគឺយើងនៅគាត់ថាគេដកតាបន្តិចបន្តួចអីហ្នឹងឯងប៉ុន្តែពេលមិត្តភក្តិយើង20យើងទៅហៅវាយើងគិតនៅវាថាខ្លាចគេយកសញ្ញាសម្គាល់ខ្លាចគេគិតសញ្ញាពិសេសអីណានៃពេញនឹងហើយមានណានឹងគ្នាទៅបានពេញនឹងឯងទៅបានហើយប៉ុណ្ណឹងឯង សម្រាប់ខ្ញុំវិញក្រោយពីការប្រឡងចប់រហូតដល់មុនបង្កើតលទ្ធផលហ្នឹងគឺអារម្មណ៍ភ័យច្រើនប៉ុន្តែយើងប៉ាន់ស្មានកម្រិតសមត្ថភាពខ្លួនឯងពេលប្រឡងដែរថាតើយើងអាចបានអីអត់តែបើពេលខ្ញុំកណនាទៅគឺអាចបានមែនហើយចឹងទៅក៏មិនសូវជាគិតរឿងលទ្ធផលមិនដែររងចាំដល់ថ្ងៃហ្មងប៉ុន្តែអ្វីដែលខ្ញុំគិតច្រើនហ្នឹងគឺរឿងជំនាញដែលត្រូវបន្តចឹងអាការហ្នឹងគឺ stress និងជំនាញច្រើនបើរឿងលទ្ធផលគឺជិតដល់ថ្ងៃបានគិត yes មីពេលប្រឡងហើយភ្លាមគឺមីច្បាស់ល្អថាណា5មុខវិជ្ជាដែលមានច្បាស់នោះគឺមុខវិជ្ជាបវរហើយនឹងភាសាខ្មែរដែលថាមុខវិជ្ជាពីរមុខហ្នឹងរបៀបវាអត់មានចម្លើយច្បាស់លាស់ដូចមុខវិជ្ជាគណិត
គីមីអញ្ចឹងទៅបើយើងធ្វើចំណាយទៅគឺត្រូវហើយប៉ុន្តែមុខវិជ្ជាប្រវត្តិនោះគឺជាចំនួនបើទៀតអញ្ចឹងធ្វើឲ្យមីភ័យមែនតើភ័យពីមុខហ្នឹងខ្លាចអត់បានអីប៉ុន្តែមីភ័យដល់មួយផ្លែហ្នឹងហើយមីទុកភ័យយាយរហូតដល់ថ្ងៃចេញលទ្ធផលហ្នឹងមីធម្មតាអត់សូវភ័យហ្មង ចឹងចំពោះខ្ញុំពេលខ្ញុំប្រឡងហើយខ្ញុំដឹងថាបាន A ហ្មងដោយសារA កំពុងឬក៏អត់អីអាហ្នឹងយកដឹងអីដោយសារធម្មតាប្រវត្តិហើយមួយខ្មែរនេះបងលីណានិយាយចឹងលើទឹកដៃអ្នកកែទេដោយសារប្រវត្តិជាពិសេសប្រវត្តិឆ្នាំហ្នឹងគឺវាធំយកហ្មងវាទលាយពេកសំណួរខ្លះពេលខ្លះមែនណាគំនិតយើងត្រូវទេតែមែនណាគំនិតរបស់យើងត្រូវតែខុសពីកំណែក៏អ្នកកែមានថាអ្នកកែក៏អាចយកទៅដែរអញ្ចឹងវាយើងធំពេកតែកំឡុងពេលអត់ទៅអាពេលមុនពេលមុនថ្ងៃកាត់ផលហ្នឹងខ្ញុំទៅដើរលេងសៀមរាបអញ្ចឹងសប្បាយឈៀលទេតែដល់ពេលមុន2 3ថ្ងៃចាប់ដើមភ័យឯងដោយសារភ័យឃើញសិស្សច្បងគាត់ភ័យចេះខ្ញុំភ្លេចសេលេខតុកភ្លេចសេលេខរៀងហើយអញ្ចឹងណាជាពិសេសគឺលេខតុកឲ្យថ្នាក់ហ្នឹងហ្មងនិយាយមែនតើណាអាហ្នឹងខ្ញុំភ័យមែនតើដោយសារយើងធ្វើបានប្រពេចក៏ដោយឬក៏យើងធ្វើបានអីទៅពេញទាំងអស់ក៏ដោយតែយើងភ្លេចសេអាលេខថ្នាក់ឲ្យមួយលេខរៀងយើងគឺកណ្ដាលយើងបោះចោលហ្មងចឹងបាទខ្ញុំឃើញថាអានេះក៏វាជាការយកឃើញរបស់ខ្ញុំឯណាខ្ញុំឃើញសិស្សមួយចំនួនតមកថាអូលោកគ្រូឬក៏ក្រសួងខ្ញុំធ្វើត្រូវទាំងអស់តែមិនបាទខ្ញុំបានប៉ុណ្នេះទៅអញ្ចឹងពេលខ្លះបញ្ហាតិចតួចហ្នឹងឬក៏អានេះខ្ញុំមិនចង់វាតម្លៃទាំងអស់គាត់នេះវាជាការយកឃើញរបស់ខ្ញុំអញ្ចឹងបញ្ហាមួយចំនួនអញ្ចឹងវាអាចកើតឡើងមកពីការធ្វើបញ្ហារបស់យើងអញ្ចឹងព្យាយាមប្រឡងធ្វើបានទាំងអស់ឬក៏អត់ទាំងអស់ក៏ដោយព្យាយាមត្រួតពិនិត្យមើលកណ្ដាលប្រឡងរបស់យើងពេញឲ្យបានទាំងអស់ទទួលស្គាល់ខ្ញុំថ្ងៃប្រឡងខ្ញុំស្ទឹមតែប្រឡងអីទៅប្រឡងហើយព្រាមមិនដឹងថាខ្លួនឯងទេមណ្ឌលប្រឡងខុសមណ្ឌលប្រឡងខ្ញុំគឺអនុវិផសហេងតង់ខ្ញុំស្អីតាអនុវិហេងតង់ឯងអញ្ចឹងទៅវាខុសទៅវាខុសឆ្ងាយដែរអញ្ចឹងទៅបាទខ្ញុំភ័យដែរតែអាចថាគ្រូតែនេះក៏គាត់ប្រាប់ថាអត់អីទេមណ្ឌលប្រឡងខុសបានហើយចំពោះថ្ងៃកាត់ផលមួយទៀតខ្ញុំចង់និយាយសួរទៅលើថ្ងៃកាត់ផលឥឡូវនិយាយមុនចុះចំពោះថ្ងៃកាត់ផលខ្ញុំទៅមើលដល់មណ្ឌលខ្ញុំងើបយប់ហ្នឹងដាក់លក់ខ្ញុំហ្មងហើយយប់ហ្នឹងចាប់ដើមលឺវាព័ត៌មានគេថាចេះអូអ្នក100%បានទៅលើខេត្តនេះឬក៏ខេត្តនេះចឹងខ្ញុំចាប់ដើមភ័យឯងដោយសារធម្មតាយើងប្រឡងយើងធ្វើបានល្អទាំងអស់យើងក៏រំពឹងដែរតែគេយកតែចេះអាវាថាគេក៏រំពឹងយើងក៏រំពឹងហើយក៏ចាប់ដើមភ័យឯងវាភ័យទី1ភ័យអត់បានអេភ័យមួយទៀតគឺភ័យអត់បានដល់អីយើងរំពឹងចឹងទៅដល់ពេលថ្ងៃកាលផលហ្នឹងខ្ញុំទៅមណ្ឌលប្រឡងតាំងម៉ោង7កន្លះហើយគេពេលហ្នឹងគាត់ទៅគេបើកភ្លាមរត់ទៅខ្ញុំហ្មងហើយក៏ឃើញខ្លួនឯងបានអីពេលហ្នឹងអត់ទាន់មើលថាបានទុកប៉ុន្មានទេគាត់ទៅឃើញខ្លួនឯងបានអីណាពេលហ្នឹងអារម្មណ៍មួយហ្នឹងវាពេលហ្នឹងសប្បាយចិត្តពេកហើយក៏ភ័យដែរចឹងទៅបានខុសតា reaction ពេលហ្នឹងតែគាត់ថា reaction ពេលហ្នឹងវាគឺជាអារម្មណ៍មួយដែលវាថាទី1យើងក៏មោទនភាពលើខ្លួនឯងហើយយើងក៏រៀងអាណិតខ្លួនឯងដែរដោយសារយើងរៀនច្រើនពេកសម្រាប់ខ្ញុំហ្មងខ្ញុំមានថាខ្ញុំរៀនឡើងស្ទើរតែបាត់បង់រសជាតិនៃជីវិតហើយដោយសារជីវិតខ្ញុំគឺតន្ត្រីច្រៀងរាំលេងកីឡាហើយជាពិសេសគឺចំណាយពេលមួយគ្រួសារជាការចំណាយពេលមួយគ្រួសារខ្ញុំទី12ហ្នឹងគឺអត់សូវមានដោយសារហ្នឹងមកពីខ្ញុំខ្លួនឯងផ្ទាល់ទេអញ្ចឹងទៅខ្ញុំពេលដែលខ្ញុំបាន A ហើយដំបូងគាត់គិតថាខ្លួនឯងចូល top ដែរគាត់ថាខ្លួនឯងថាបាន A ទៅគឺសប្បាយចិត្តដែរដោយសារយើងបាន A យើងបានរង្វាន់បាន laptop បានអីចឹងពីលុយពីសាលាបានលុយពីក្រសួងចឹងទៅអញ្ចឹងទៅយើងក៏បានជួយសម្រួលបន្ទុកគ្រួសារបានច្រើនអញ្ចឹងទៅក៏វាជាអារម្មណ៍មួយរំភើបហើយដល់តែដឹងថាខ្លួនឯងចូល top 10ចឹងទៀតក៏វាជាអារម្មណ៍មួយដែលថារំភើបដែរដោយសារសម្រាប់ខ្ញុំហ្មងខ្ញុំបានដល់លេខ3នេះខ្ញុំវាលើសអីពីខ្ញុំដែលខ្ញុំរំពឹងទុកហើយតែខ្ញុំសប្បាយចិត្តគឺដោយសារនៅខេត្តខ្ញុំអានេះខ្ញុំនិយាយនៅខេត្តកណ្ដាលហ្មងគឺខ្ញុំឃើញតែបកាច្រើនជាពិសេសពេលខ្ញុំទៅប្រឡងសិស្សបកាគឺខ្ញុំចាញ់គេហ្មងខ្ញុំចាញ់គេដល់ឆ្ងាយទៅខ្ញុំគិតថាអូខេប្រឡងសិស្សបកាយើងចាញ់គេមែនអញ្ចឹងយើងខំប្រមាថដល់បីឆ្ងាយគេទៅអញ្ចឹងទៅដល់ពេលដែលបាក់ដុំហ្នឹងគាត់ថាខ្ញុំដឹងថាអូខេខ្ញុំបានថប់1ប្រចាំខេត្តកណ្ដាលក៏វាជាថាវាជាមោទនភាពមួយដែរដោយសារខ្ញុំហ្មងខ្ញុំមិនសូវរៀនគួរច្រើនទេទាំងសភៅក៏ដោយខ្ញុំអត់សូវទិញច្រើនទេអញ្ចឹងទៅអាចថាវាជាមោទនភាពមួយហើយក៏អាចថាវាជាគំរូមួយថាមករៀនគួរច្រើនក៏ដោយក៏យើងអាចបាននិយាយល្អដែរ so ចុះបងវិញឥឡូវបងណារីមុនចុះឥឡូវអីបងលីណាមកបានអូខេនិយាយមែនមុនចេញលទ្ធផលហ្នឹងមានដឹងហើយថាផលប្រទេសមានតែដឹងមួយថ្ងៃមុនប្រឡងដឹងមួយថ្ងៃមុនគេប្រកាសលទ្ធផលដោយសារពេលហ្នឹងដូចជាពេលថ្ងៃហើយគ្រូខលប្រាប់ថាខេត្តបន្ទាយមានជ័យអ្នកបានហើយស្លាដេស្វាន់ភូមិទៀតប៉ុន្តែដោយសារនៅខេត្តបន្ទាយមានជ័យយើងចឹងគឺមានស្លាដេស្វាន់ភូមិ2មាននៅប្រប៉ាច់មួយហើយមាននៅក្រុងស្រីសុខមួយចឹងទៅពេលហ្នឹងគឺខ្ញុំចាប់ដើមភ័យខ្លាំងមែនតើប៉ុន្តែ
មុននៅពេលមុនពេលដែលគ្រូប្រាប់ហ្នឹងគឺអត់មានអារម្មណ៍ភ័យអីផងតែធម្មតាហើយគេឡើងឈៀវគ្រូគាត់ខំមកប្រាប់អីណាអញ្ចឹងទៅមួយយប់ហ្នឹងគឺខ្ញុំអត់បានលេខដែរហើយអាពេលព្រឹកហ្នឹងខ្ញុំនៅតែស្ដាប់លទ្ធផលនៅក្នុងម្ដងផ្ទាល់ប៉ុន្តែពេលជិះកណ្ដាលហ្នឹងគេប្រកាសដល់លេខរៀនទី500បាត់ហើយខ្ញុំដូចជាលេខរៀន167ហ្នឹងគឺទៅរបៀបទៅដល់ម្ដងផ្ទាល់មកគាត់បានស្ដាប់លទ្ធផលខ្លួនឯងឯងទៅហ្នឹងមកខ្ញុំឆាតទៅគ្រូទៅបានគាត់ខែនឲ្យហើយពេលហ្នឹងរបៀបរំភើបខ្លាំងមែនតើដោយសារយកនៅក្នុងរបៀបយើងជាសិស្សមួយដែលមកពីខេត្តរាជមានជ័យហើយពេលហ្នឹងមានសង្គ្រាមមួយចាស់សិក្សាទៀតហើយពេលមកប្រវត្តិហ្នឹងគឺខ្ញុំអត់បានរៀនដូចជាមកទឹកដោយសារខ្ញុំរត់តិចមកដែរខ្ញុំតិចទៅមកទឹកឯងហើយបានទៅកើតវិញហើយរបៀបតែខ្ញុំនៅថាខ្លួនឯងហើយរបៀបមានហូតនភាពក្នុងខ្លួនឯងខ្លាំងដោយសារអត់គិតថាចាតាំងពីដើមឆ្នាំទី12មកគឺនិយាយរួមចាក់រៀនដែរប៉ុន្តែមានសារច្រើនពេករបៀបយើងមានការបាក់ទឹកចិត្តច្រើនណាពីខាងបញ្ហាលទ្ធភាពហ្នឹងហើយសូម្បីក៏លោកគ្រូអ្នកគ្រូចឹងគេថាពេលឃើញខ្ញុំឈប់ច្រើនទៅគ្រូគីមីក៏ហៅខ្ញុំទៅរៀនវិញទៀតសូអាហ្នឹងគឺវាជារឿងមួយដែលនៅស្មារតីសម្រាប់សិស្សដែលបាក់ទឹកចិត្តអត់ទៅរៀនពួកច្រើនប៉ុន្តែអាចរបៀបយើងអាចធ្វើវាបានណាសូយើងឆ្លងនឹងខ្លួនឯងខ្លាំងដែលអាចទទួលបានអាលទ្ធផលមួយហ្នឹងហើយក៏លើកទឹកចិត្តដល់សិស្សប្អូនដែរថាទោះបីមានរឿងអីកើតឡើងរបៀបយើងគិតថារឿងហ្នឹងយើងធ្វើបានទេប៉ុន្តែយើងមិនទាន់យើងកំពុងលះបង់យើងត្រូវជាដើរទៅមុខទៀតធ្វើវាសិនមិនយើងម្ដង អឺសម្រាប់ខ្ញុំវិញចំពោះថ្ងៃប្រកាសលទ្ធផលហ្នឹងថាចង់ស្ដាប់ដែរប៉ុន្តែក្រដល់ឈ្មោះខ្លួនឯងពេកហើយភ័យផងចឹងទៅក៏អត់បានស្ដាប់ទេមួយសន្ទុះក្រោយមកក៏បានគាត់បិទលទ្ធផលហ្នឹងក៏ដើរទៅមើលខ្លួនឯងហើយបានឃើញថាខ្លួនឯងអាចបាន A ហ្នឹងហើយពេលហ្នឹងគឺដូចតែគ្នាយើងអញ្ចឹងឲ្យទៅបាន A ដឹងតែរំភើបដឹងតែសប្បាយចិត្តហើយក្នុងចិត្តហ្នឹងគឺនិយាយប្រាប់ខ្លួនឯងថាគោលដៅយើងគឺបានជោគជ័យហើយក៏ yes ទៅប្រាប់ប៉ាម៉ាក់បងប្អូនហើយលោកគ្រូអ្នកគ្រូឲ្យគាត់ដឹងថាយើងធ្វើបានហើយ yes បើចំពោះខ្ញុំវិញនៅខាងសៀមរាបអីដូចនៅសាលាខ្ញុំដែលខ្ញុំប្រឡងហ្នឹងគេអត់បានប្រកាសអីទេពេលហ្នឹងថាចង់ទៅស្ដាប់ដែរប៉ុន្តែពេលគេអត់បានគេអត់ប្រកាសទៅយើងក៏ទៅមើលធម្មតាហើយពេលហ្នឹងគេបិទរាំងយូរហើយបានយើងទៅមើលហើយកាលនោះដូចជាបងខ្ញុំដប់ទៅដល់របៀបយើងទៅមើលទៅមនុស្សនឹងច្រើនដល់ហ្នឹងហើយយើងទៅមើលឃើញឈ្មោះយើងបានអីហើយអេឡើងច្រើនអេឡើងគ្រប់មុខយើងណាមានមែនតើហើយដៃច្អល់ប្រាប់បងឡើងញឿចហើយសុំបីតែពេលយើងថតរូបតែយើងថតទុកផងអេសរីអីចឹងរូបហ្នឹងថតអត់ច្បាស់ទៀតថតទៅឡើងព្រិលហើយឃើញមួយកណាត់អើយហើយពេលហ្នឹងវាផាយើងរំភើបក៏មិនដឹងមិនដែររំភើបពេកសុំបីតែឈ្មោះមិត្តភក្តិយើងបាននិយាយអីក៏យើងអត់មើលដែរយើងថាទៅមើលខាងសង្គមផងអធិសាសន៍ផងពេលហ្នឹងភ្លេចអស់លីងសំបីតែមួយក៏បានមើលបានតែ2 3នាក់នៅចិត្តហ្នឹងអើយនឹកឃើញខ្លួនឯងកាលហ្នឹងដឹងគិតអីទេវាសប្បាយហើយវាលើពីការរំពឹងទុកពេកទៅយើងភ្លេចអស់លីង ចឹងឥឡូវខ្ញុំសុំរៀងវាថាសំណួរហ្នឹងរៀងក្រៅតិចដែលថាយើងដឹងហើយថាកំឡុងពេលខាងប៉ុណ្ណឹងយើងមានសង្គ្រាមមួយពួកសៀមអញ្ចឹងទៅបានចង់ថាទេដូចជាខ្ញុំកណ្ដាលខ្ញុំនៅខេត្តកណ្ដាលเลยតែវាប៉ះពាល់អារម្មណ៍ខ្ញុំខ្លាំងក្នុងការរៀនខ្ញុំអាចយកថ្ងៃសង្គ្រាមខ្ញុំក៏អង្គុយស្គាល់ TikTok អង្គុយមើលតែអីទេហើយខ្ញុំក៏នេះដែរតែខ្ញុំចង់ដឹងថាតើបងនេះជានេះដូចបងនេតានៅខេត្តបាត់ដំបងដូចបងណារីបនៅខេត្តសៀមរាបហើយដូចបងលីណាខេត្តសៀមរាបជ័យទៅសិតតែខេត្តជាប់ព្រំដែនមួយសៀមទាំងអស់ខ្ញុំចង់ថាតើអាចថាវាទៅវាអាចថាវាមានអីខ្លះវាថាវាប៉ះពាល់អារម្មណ៍អីខ្លះវាអីខ្លះអីចឹងទៅនៅខណៈនេះពេលហ្នឹងគឺមិនអត់បានរឿងសង្គ្រាមហ្មងយល់រួមគេសួរអីក៏អត់ដឹងដែរពេលហ្នឹងដោយថាមានគិតទៅរៀនចឹងដោយសារវាចាយើងឆ្លងឲ្យប្របាក់មកបាយបើយើងនៅតែតាម TikTok ឬក៏ social media ទៀតយើងមានពេលណារៀនហើយពេលហ្នឹងមានភ័យរឿងមួយគាត់គឺថាគេឲ្យជាប់អូតូដោយការពេលកាត់ឆ្នាំកូវីដដល់ឲ្យចាប់អូតូអញ្ចឹងពេលហ្នឹងមានភ័យខ្លាំងតែឃើញដល់មកខ្ញុំតែជាប់អូតូយ៉ា
ហើយចូលនេះក៏ប៉ុណ្ណឹង ចំពោះខ្ញុំវិញគឺអំឡុងពេលសង្គ្រាមហ្នឹងគឺតាមដានជាប់ដោយសារតែយើងព្រួយបារម្ភខ្លាចថាខាងប្រទេសជិតខាងហ្នឹងគាត់មកវាយទីធ្វើឲ្យប្រជាជនកាន់តែខ្លាំងទៅអញ្ចឹងណាក៏ព្យាយាមតាមដានផងរៀនផងហើយភាសាមួយពួកម៉ាក់នឹងផងអីផងហើយក៏លើគេនិយាយលហៀងពីរឿងការឲ្យជាប់អូតូដែរប៉ុន្តែលោកគ្រូខ្ញុំក៏គាត់បាននិយាយដែរថាវាអាចទៅរួចទេដោយសារតែយើងបានរៀនពេញមួយឆ្នាំហើយអញ្ចឹងគេនឹងប្រឡងគ្រាន់តែថាអាចនឹងពជាពេលអញ្ចឹងទៅក៏ឃើញថាគាត់លើកឯងលើកទៅ10ថ្ងៃ yes ខ្ញុំវិញវាអាថ្ងៃគេផ្ទុះអីអាថ្ងៃដំបូងអីនៅថ្ងៃដំបូងនៅថ្ងៃណាប៉ុន្តែយើងអត់បានតាមដានអីច្រើនហើយក្រោយពីដេកមកឬថាគេបាញ់គ្នាហើយឡើងនឹងរឿងអីញ៉ៃដល់កយហើយនៅពេលគេចលះជាអីទៀតទៅភ័យខាច់គេដងថ្ងៃដល់អីមិនមែនណាភ័យមកតង់ពីបេតង់ទៀតហើយថ្ងៃណាទេដឹងថាវាហាព័ត៌មានគេផ្ទុះរឿងច្រើនដែរទៅវាថាដេកលេងឆាតឆៃព័ត៌មានស្ដាប់មើលគេ live មើលអីពេញហ្នឹងអារឿងប្រទេសជាតិហ្នឹងវាថាតែគេលើកថ្ងៃលើកអីតែយើងមិនទៅរៀនទេយើងមើលតាមព័ត៌មានស្រុកតែសិនខ្លាចគេអាយរវងវិចរត់ទៅណាទៅណីយើងទៅគេណាចឹងស្អីហើយគេយើងលេងឆាតលេងអីពេញហ្នឹងមួយភ័ក្រយើងមិត្តភ័ក្ដិយើងអ្នកខ្លះរៀបអីវ៉ាន់រៀបអីហើយវាថាពាក្យចាំអារម្មណ៍ផងអីផងទៅវាថាយើងបែកអារម្មណ៍មកយើងរៀនក៏រៀនអត់ចូលដែរទៅយើងក៏តាមដានគេដែរទៅពេលខ្លះដាច់យប់ដល់ម៉ោង2 10ក៏ថាក៏មានដែរអូយគ្រប់សាហ្មង ចឹងចេះខ្ញុំក៏ដូចបងដែរតែខ្ញុំបែរអារម្មណ៍ឥឡូវចេះចូលសំណួរចុងក្រោយមកខ្ញុំចង់ឲ្យឡៃបងមាន quote មួយហើយនឹង tip ហើយថាជាការជូនពរហើយនឹង quote មួយចំនួនដោយសារយើងនិយាយមកហ្នឹងសិតតែ tip អស់ហើយអញ្ចឹងខ្ញុំចង់ឲ្យវាថាមាន quote ម្នាក់មួយវាថា quote ដែលលើកទឹកចិត្តយើងណាហើយវាទៀតគឺជាពាក្យជូនពរដល់សិស្សប្អូនយើងឥឡូវខ្ញុំនិយាយមុនចុះដោយសារខ្ញុំមាន quote មួយដែលវាជាលើកទឹកចិត្តខ្ញុំដោយសារquote ហ្នឹងគឺពាក្យថាមិនអាចមានតែនៅក្នុងវចនានុក្រមរបស់មនុស្សងងតែប៉ុណ្ណោះquote ហ្នឹងខ្ញុំ inspire មកពី TikTok ដែរទេហើយដំបូងគឺថាចេះខ្ញុំបាក់យកអេ7មុខណាយើងនៅអននេះនិយាយស្រួលគឺយើងមើលខ្លួនឯងអញ្ចឹងខ្ញុំចង់លើកទឹកចិត្តថាបងប្អូនថាបើសិនបើយើងអត់ហ៊ានឬក៏យើងគិតថាយើងអត់អាចហើយមានថាយើងបរាជ័យហើយអញ្ចឹងយើងកុំគិតថាយើងអត់អាចយើងព្យាយាមទៅទោះបីយើងបរាជ័យតែយើងព្យាយាមក៏ដោយតែហ្នឹងក៏វាជាការបរាជ័យមួយដែលកិត្តិយសដែរបើអ្នកខ្លះវិញអត់ហ៊ានទាំងទៅខំរៀនផងដោយសារខ្លាចបរាជ័យហើយមួយទៀតគឺយើងត្រូវសួរខ្លួនឯងថាចេះហើយបើគេធ្វើបានហើយបើយើងធ្វើបានយើងមានដូចគេទាំងអស់ចឹងទៅខ្ញុំគិតថាអត់តែយើងខំគឺបានហើយយើងកុំមើលថាអូបងនោះរៀងគួរច្រើនខ្ញុំរៀងគួរតិចចឹងថាជាយកអីអត់កើតទេឬក៏អ្នកខ្លះគាត់ថាអូខ្ញុំមានបញ្ហានេះខ្ញុំយកអីអត់កើតទេចាំលើកក្រោយឬក៏ចាំរៀនសកលឬក៏ចាំអីទៅហើយធីមមួយគិតធីមមួយគិតគឺខ្ញុំចង់ឲ្យបងប្អូនដែលរៀននេះ12ហ្នឹងគឺគិតពីមុខជំនាញឬក៏ការ like ជំនាញដែលយើងរៀននៅសកលហើយទៅដោយសារឃើញអ្នកខ្លះមួយចំនួនពេលបាត់ដប់ហើយគឺវល់យកហ្មងគឺមកពេញទាំងអាចប្រៀបបើនិយាយសួរស័ព្ទគឺដើរប្រត់ខ្យល់អត់ដឹងទៅណាទៅណីទេគឺដោយសារអត់ដឹងជំនាញខ្លួនឯងច្បាស់លាស់យប់ប៉ុណ្ណឹងយប់ឥឡូវបងតែកន្លែងណាគេក៏បានដែរសម្រាប់ខ្ញុំវិញបើគិតទៅរឿង quote អ្វីដែលខ្ញុំអាចនិយាយបានហ្នឹងគឺមានតែខ្ញុំប្រាជ្ញអាហ្នឹងគឺវា common នៅក្នុងជីវិតជាសិស្សភាគច្រើនគឺយើងរៀនពីតែសេចក្តីអាហ្នឹងបានច្រើនហើយវាពិតជាទៅរួចមែនដែលថាបើយើងខំប្រឹងព្យាយាមប្រឹងប្រែងទៅលើគោលដៅហ្នឹងវាអាចនឹងសម្រេចបានជោគជ័យទោះជាថាសមត្ថភាពយើងនៅស្ទើរក៏ដោយប៉ុន្តែបើយើងតាំងចិត្តយើងយកវាហើយគឺក៏ត្រូវតាំងចិត្តខ្លាំងដែរ នេះអត់មានលក្ខណៈជាពួកតែប៉ុន្តែគាត់ថាចង់ផ្ដាច់ទៅសិស្សប្អូនទាំងអស់គ្នាឲ្យខំរៀនតាមពីដើមឆ្នាំមកហើយដើម្បីឲ្យយើងស្នាខ្លួនពេលប្រឡងបាក់ឌុបចឹងយើងអត់ស្គាល់មានសម្ភារៈមកទេហើយមួយទៀតក្នុងឆ្នាំទី12ហ្នឹងគឺដូចមាននិយាយតាមពីដើមចឹងហើយយើងត្រូវបង់ទៅលើខ្លួនឯងអ្នកជានោះគឺយើងត្រូវ follow តាមអត្តហេតុអត្តនានេថា
Yeah យើងគឺខ្លួនទីពឹងខ្លួនកុំខ្វល់ពីណាគេទាំងអស់ទោះបីណាគេក៏យើងមិនខ្វល់ដែរខ្វល់តែពីខ្លួនឯងបានហើយព្រោះរបៀបថ្ងៃចុងក្រោយហ្នឹងរបៀបថ្ងៃប្រឡងបាក់ឌុបហ្នឹងគឺមានតែយើងឯងដែលអាចជួយខ្លួនឯងបានអញ្ចឹងណាហើយអត្ថផលដែលយើងទទួលបានហ្នឹងគឺជាលទ្ធផលរបស់យើងគឺជាផលប្រយោជន៍របស់យើងអញ្ចឹងអត់មានណាគេមកនេះយើងបានទេ so ត្រូវតែតាំងចិត្តខ្លួនឯងឲ្យច្បាស់អូយ៉ាត្រូវមានការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រកុំបល់វគ្គមួយឬអីផ្សេង ចំពោះខ្ញុំវិញខ្ញុំគិតថាវាអឺផ្ញើជូនទៅកាន់បងប្អូនទាំងអស់គ្នាហ្មងវាយើងត្រូវជឿជាក់លើខ្លួនឯងឲ្យខ្លាំងបន្តិចអឺដូចហើយនិយាយរួមទៅកុំប្រៀបធៀបខ្លួនឯងហើយយើងធ្វើអីដែលយើងអាចធ្វើបានណាយើងមិនបាច់ឃើញគេថាឃើញគេល្អជាងយើងធ្វើអត់ដូចគេអីមិនបាច់ទេយើងត្រូវជឿជាក់លើខ្លួនឯងហើយដូចមួយទៀតដូចវាជីវិតយើងជាសិស្សវិទ្យាល័យវាបើយើងអាចយើងធ្វើវាឲ្យបានទាំងអស់ទៅមិនថាយើងលេងមកភ័ក្រយើងដើរលេងជុំគ្រួសារយើងចំណាយពេលជាមួយខ្លួនឯងយើងរៀនអីរួមទៅគ្រប់ហ្នឹងយើងបើមានពេលយើងអាចយើងធ្វើទៅដោយសារជីវិតវិទ្យាល័យនៅឆ្នាំចុងក្រោយហ្នឹងវាអស់ហើយវាមានតែប៉ុណ្្នឹងឯងបើសិនយើងធ្វើឲ្យវាមានន័យសម្រាប់យើងថ្ងៃក្រោយធ្វើឲ្យយើងនឹកឃើញទៅយើងសប្បាយចិត្តរបៀបដូចខ្ញុំអញ្ចឹងរបៀបប្រឡងយើងបានល្អហើយណាមួយយើងនៅចាំរបៀបយើងចង់ទៅបកទៅរៀនម្ដងទៀតទៅនេះដោយសារយើងវាសប្បាយដែរពេលហ្នឹងក្នុងថ្នាក់យីរុំយីមែននៅក្នុងថ្នាក់សប្បាយខ្លាំងនៅក្នុងថ្នាក់ក៏សប្បាយរៀនគូក៏សប្បាយយីរុំទៅសុទ្ធតែពេលវេលាដែលល្អយើងគួរចងចាំណាដែលយើងអាចបង្កើតអនុស្សាវរីយ៍បានមកផាក់យើងច្រើនតែមែនតែម្ដាយហើយ ចុះឥឡូវបងនេត្រាមានអីចង់បន្ថែមដោយសារមិញអីដែលខ្ញុំស្ដាប់បានពីមួយថ្ងៃគឺបានអាមួយក្បាលដំបូងអញ្ចឹងចង់ឲ្យគឺថាបងអាចនិយាយសាច់ហ្មងក៏បានដែរបង អូខេចំពោះ quote ដែលខ្ញុំអាចចម្លែកទៅកាន់សិស្សប្អូនទាំងអស់គឺការយាមគង់សម្រាប់ដែលសុភាសិតគាត់តែងតែយើងរៀនរហូតមកអញ្ចឹងគឺឲ្យតែយើងចង់ដាក់គោលដៅថាធ្វើឲ្យបាននោះយើងនឹងអាចធ្វើបានហើយឲ្យតែយើងតាំងចិត្តគឺប្រកាសជាអាចធ្វើបានគ្រាន់តែថាពេលខ្លះវាអាចប្រើពេលយូរឬក៏ឆាប់អីចឹងទៅប៉ុន្តែគឺកុំបោះបង់ yes that's all ចឹងមុននឹងបិទបញ្ចប់វីដេអូនេះខ្ញុំចង់ឲ្យអ្នកស្ដាប់ដែលជាសិស្សប្អូនក៏ដោយឬក៏អ្នកស្ដាប់ហ្នឹងអាចជាសិស្សច្បងក៏ដោយខ្ញុំចង់ឲ្យស្ដាប់យល់ថាអានេះវាក៏ជាអីដែលខ្ញុំឆ្លងកាត់ពួកយើងឆ្លងកាត់ចឹងពួកយើងចែកម្លែកក៏ជាអីដែលពួកយើងឆ្លងកាត់ដែរអញ្ចឹងពីនេះទៅទៀតពួកខ្ញុំក៏សង្ឃឹមយ៉ាងខ្ពស់ថារាល់ការចែករំលែករបស់ពួកខ្ញុំនឹងជួយអ្នកទាំងអស់គ្នាបានច្រើនក្នុងការរៀនការត្រៀមស្មារតីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទូរយៈភូមិនៅថ្ងៃទី10ខែសីហាឆ្នាំ2026នៅក្នុងថ្ងៃខាងមុខនេះហើយជាចុងក្រោយក៏សូមអរគុណដល់ទស្សនិកជននិងសិស្សប្អូនទាំងឡាយឲ្យជួបតែសំណាងល្អហើយជាពិសេសប្រឡងទទួលបាននិទេសដែលខ្លួនចង់បានហើយក៏សូមខន្តីអភ័យទោសរាល់ចំណុចខុសឆ្គងទាំងឡាយដែលពួកខ្ញុំបានចែករំលែកព្រោះតែទាំងអស់នេះក៏សុទ្ធតែជាបទពិសោធន៍ដែលពួកខ្ញុំឆ្លងកាត់តែប៉ុណ្ណោះអញ្ចឹងពួកខ្ញុំសង្ឃឹមថា podcast មួយនេះនិងវីដេអូមួយនេះនឹងជួយអ្នកទាំងអស់គ្នាបានច្រើនក្នុងការរៀនសូត្របាទសូមអរគុណ